cứ thay vì bản to áp cái vọn một bảo muốn là bị áp vọn cái trái thực đi tầng nó khai trên thực đi là một thay chết này này nữa thôi nhưng sân khâm mơ rót thà và đùa thực đồ phone đi ta biết sắm mặt khiếp ấy làm bày từ tiền tiền thực đây bất là bảo mình vô chụp bắp xây vô xây bởi dừng cầm lăng tộp chừng sao ọt miền ở bột bốc ở lùi mai bạch bạc này chặt tặc mai này đã cốc mình dê rừng bành hà bắt bóng thực đây thay cặp rô biết ơi vậy và một bữa sân cho cái cấp công thực đây giờ mình hết ấy nhưng ham có bị chỉ bị rót nhưng mà nói like mà nói share mà nói để gì rừng bành hà bắt bóng thực đấy này bởi vì khi mà mặt khiếp ca bia bật con nên hai đấy nhưng ham con nói gì sao vậy tao có thêm ngon lạc lấy nước ta bên trong lẹ băng xây trong đất băng xây đó bởi vì con mình smart phiệp men như tao cá chốt trên nhà hơi đâu mà mình smart phiệp tận nòng cái thế mà ai cá phiệp tận đây bàn rất là uất mà uất uất là cái sao là tận đây bé mà nói bắt bong vì lòng này thế nó bắt khai 10 tầng 4 là nó dường như là đây cô cái bong bố đó mình 10 là mẹ bắt khai 10 tầng 4 này thôi nhưng mình toàn nên gì về rừng đan sầm mật phòng nhưng mình toàn mặt sao chưa rừng bành hà prom đan khang cao toàn đang chơi bắt từ đâyประมาณ bao nhiêu toàn sao chưa thôi bành hà từ đây thằng lệch nhảy tiết prom đan thằng lệch tiết riêng toàn sao chỉ bắt một bốn bởi sao nhưng nó cao tới nhưng mình ai từ đó tì tăng mà và sân điểm đó tì tăng mà một bốn à sao chưa rồi tì tăng rồi cả lại từ đây bắt bằng màn màn thôiពួកវារត់ថាបានដល់ក្នុងទល់ហ៊ុនហ្នឹងវាអត់បាកាវាអត់និយាយថាទឹកដីថៃគ្រប់គ្រងមានប្រមាណកន្លែងប្រមាណតំបន់វាអត់មានបច្ចៈខូននេះតែខេត្តនេះបាត់នេះខេត្តនេះបាត់បច្ចៈអត់ដឹងហើយវាអួតទៅនិយាយថាអូទឹកដីខ្មែរមិនបាត់ទេក៏ភ័យមិនបាត់ទេវាដើរកុហកបោកប្រាស់ជាប្រវត្តិអញ្ចឹងណាបងប្អូនអាហ្នឹងរឿងបញ្ហាព្រំដែនគឺវាអត់តបានទេហើយថ្ងៃនេះបើអញ្ចឹងបងប្អូនខ្ញុំឃើញក៏បងមានថាមន្ត្រីការបរទេសកម្ពុជាថៃបញ្ជុំគ្នានៅសហរដ្ឋអាមេរិកនេះនិយាយទៅចិត្តបញ្ហាព្រំដែននៅអង្គការសហជាតិហើយគេបដិសេធទៅគេថាកុំនិយាយថាថៃឆ្លៀនពីទឹកដីគេមិនឆ្លៀនទេអញ្ចឹងមានន័យថាម៉េចបងប្អូនបើថៃគេបដិសេធមកថានិយាយថាពីឆ្លៀនពីមានន័យថាហ៊ុនសែនកាត់ទឹកដីថៃដើម្បីការពារអំណាចអាហ្នឹងច្បាស់អញ្ចឹងហ្នឹងបាទបងប្អូនព្រោះថ្ងៃយួនជាអ្នកដឹកនាំគណៈបកប្រជាជនអ្វីសម្រាប់តែយួនបាទហ្នឹងហើយបងប្អូនយើងដឹងទាំងអស់គ្នាតាំងពីឆ្នាំ79ដល់យើងដឹងថាហ៊ុនសែនហ្នឹងគឺយួនគ្រប់គ្រងហ្មងប្រទេសខ្មែរលំដល់សប្តាហ៍ហ្នឹងឬគ្មានខ្មែរណាមានសមត្ថភាពគ្រប់គ្រងប្រទេសទេបងប្អូនហ៊ុនសែនហ្នឹងមើលក្រោមស្ដាប់ប្រកបតាមយួនបើយួនមិននៅពីក្រោយខ្នងវិជាវាធ្វើទេគឺវាមិនហ៊ានធ្វើទេយើងដឹងហើយយួនកាន់វាយគ្រប់គ្រងកម្ពុជាតាំងឆ្នាំ79ព្រាមវាគម្រាមហ៊ុនសែននៅចុះហត្ថលេខាដូរព្រំដែនព្រាមលុបចោលព្រំដែនចាក់អនុបង្កើតព្រំដែនថ្មីលុបនៅសប្តាហ៍ហ្នឹងបោះគោលព្រំដែនជាមួយយួនហ្នឹងខាតទឹកដីទៅយួនមិនស្ទើរទេបងប្អូនខាត់ទាំងដែនសមុទ្របាត់ទាំងកោះត្រល់ហើយអាដែនសមុទ្រដែលយួនកាប់យក30,000 គីឡូម៉ែត្រការ៉េហ្នឹងវាមកយកអាទឹកដែនទឹកនៅចន្លោះកោះត្រល់ខេត្តកំពតនោះ 10,000 គីឡូម៉ែត្រការ៉េទៀតជុំវិញកោះត្រល់ទៀតបងប្អូនទេអាហ្នឹងហេតុអីបងប្អូនមកពីទង្វើទង្គង់ខ្លៅរបស់មេដឹកនាំអញ្ចឹងអានោះយើងខាងកើតយើងមិនតនិយាយបងពេលសម័យនោះវាមិនតមាន Facebook មិនតមានអីយើងវាមិនអាចស្រាវជ្រាវបានវាគម្រាមកំហែងបិទមាត់ប្រជាពលរដ្ឋមិនឲ្យនិយាយរហូតដល់សប្តាហ៍ហ្នឹងឥឡូវចូលមកដល់ខាងលិចទៀតខាងលិចហ្នឹងវាចង់យកមធ្យោបាយហ្នឹងដូចគ្នាមកប្រើប្រាស់បងប្អូនយកមធ្យោបាយដូចគ្នាគម្រាមកំហែងប្រជាពលរដ្ឋមិនឲ្យនិយាយពីរឿងបញ្ហាបាត់បង់ទឹកដីតែមកដល់និយាយពីរឿងបញ្ហាសៀមកាត់ទឹកដីឲ្យមួយពួកបណ្ឌិតគេនិយាយសិតថាអូសៀមខាតធនណាស់សៀមសេដ្ឋកិច្ចធ្លាក់ដំដាប៉ុន្តែសេដ្ឋកិច្ចសៀមធ្លាក់ប៉ុន្តែឃើញវាអភិវឌ្ឍដល់ទឹកដីដែលវាគ្រប់គ្រងទាំងប្រមាណដែលវាវាយបានទាំងប្រមាណវាអភិវឌ្ឍគ្រប់កន្លែងហើយឧទាហរណ៍សេដ្ឋកិច្ចគេដំដាចុះឯងមិនដែលហ៊ាននិយាយថាសេដ្ឋកិច្ចខ្លួនឯងធ្លាក់ទេប៉ុន្តែមិនដែលហ៊ាននិយាយទឹកដីព្រំដែនបាត់កន្លែងណាមិនហ៊ាននិយាយអភិវឌ្ឍស្អីក៏មិនដែលឃើញសូម្បីអាជីវលៀនឋានហ្នឹងមិនហ៊ានទៅទល់មុខទៅហ៊ានសៀមទៀតបាទខ្លាចគេដល់ថ្នាក់ហ្នឹងបងសង្សារសៀមឡងថាគឹមសខាគេចាប់ដាក់គុកដោយសារសំរងស៊ីនិងបាក់ពួកញញយំ
គេចាប់ដើម្បីយកបាក់សង្គ្រោះជាតិមកគ្រប់គ្រងដោយគ្មានទិន្នសាវាដឹងដែរពីមុនកាលវាមិនទាន់លក់ក្បាលវាដឹងថាបាក់សង្គ្រោះជាតិហ្នឹងត្រូវតកូលហ៊ុននឹងរំលាយដែរហើយដល់ពេលឥឡូវវាលក់ក្បាលទៅវាទៅជាភ្លើយ៉ាងទៅនិយាយឈួតឡប់វានឹងខ្យល់អីយ៉ាងហ្នឹងបងប្អូនណាហ្នឹងបងប្អូនចូលមើលវាទៅប៉ុន្តែចូលមើលវាសពកក្បាលវាលេងទៅពីព្រោះខ្ញុំដឹងមនុស្សដែលលក់ក្បាលឲ្យគេហើយគឺវាអត់មានបំកតិឆន្ទៈអីខ្លួនឯងទេវានិយាយតាមអ្វីដែលគេបញ្ជាទេវាពួកលក់ក្បាលជាពិសេសពួកតកូលហ៊ុននេះវានិយាយខុសមកជាត្រូវហើយបងប្អូនណាខ្មៅទៅជាសហើយទោះខ្មៅក៏ខ្វក់ក៏ក្រិចយ៉ាងម៉េចក៏វានិយាយឲ្យខ្លួនវាសដែរដល់ពួកតកូលហ៊ុនយ៉ាងមកបងហ៊ុនសែននេះឥឡូវវាជាមេឃាតករវាជាមេស្កេមឆោបបងអនឡាញគេមិននិយាយដូចគេត្រឹមត្រូវច្បាស់លាស់ណាគេនិយាយដូចគេហ្នឹងមិននៅពីក្រោយខ្នងពួកស្កេមអនឡាញអញ្ចឹងគាត់ថាពួកលោកក្បាលអញ្ចឹងបងប្អូនណាយើងចូលទៅស្ដាប់វាហើយបងឯងខមមិនកបែកលេងទៅកុំយកទៅរឿងឈឺក្បាលទៅឈឺចិត្តរឿងវានិយាយពីព្រោះឆ្កែតែលោកក្បាលគេហើយវាគ្មានអារម្មណ៍កតិអីប្រើទេខ្ញុំចង់ប្រៀបធៀបឆ្កែក៏អត់មានឆ្កែទៀតបាទមេអុកសុភ័ក្រសម្ដេចអីសម្ដីបោកជាជនកុំឲ្យតវ៉ាដើម្បីឲ្យស្ងប់ស្ងាត់រឿងស្កេមចង់រុះស្រួលដែលបាក់ពុកខ្លួននេះយើងដឹងហើយថាបងប្អូនខ្មែរទាំងអស់គ្នាមួយចំនួនដឹងហើយខ្ញុំឆ្លើយទៅខមមិនបងសុសាថាយើងខ្មែរមួយចំនួនយើងពាក់កណ្ដាលប្រទេសចុះមកប្រទេសយើងដឹងហើយថាគណៈបកសង្គ្រោះជាតិនឹងបើសិនជាបន្តអត់មានការបោះឆ្នោតឲ្យមានសេរីភាពខ្សំរស៊ីងគឹមសខារួមដៃគ្នាទៀតគណៈបកប្រជាជននឹងចាញ់យ៉ាងកានឆ្នាំ2013យើងដឹងស្រាប់ហើយបែកធ្លីសម្លេងហ៊ុនសែនចេញមកហ៊ុនសែនដឹងច្បាស់ថាយើងចាញ់គេបាត់ហើយដំណាក់កាលហ្នឹងយើងអត់មានអីនិយាយមួយគេទេប៉ុន្តែដោយសារទង្វើថោករបស់វាបណ្ដោយឲ្យប្រជាជនបាតកម្មប្រមាណវារត់ទៅស្រុកយូរនោះទៅរៀនខ្លួនយុទ្ធសាស្ត្រត្រឡប់មកវិញវាបែកបំបែកបាតកម្មទាំងអស់ហ្នឹងវាអត់ខ្វល់ពីរឿងបញ្ហាដែលថាខ្មែរនឹងវាបែកបំបែកដើម្បីគ្រប់គ្រងអំណាចទៅកាលហ្នឹងអាសៀមឡុងក៏វាដឹងដែររឿងបញ្ហាហ្នឹងបាទហើយឥឡូវវាមិននិយាយថាគេចាប់គ្រោះជាតិដើម្បីគ្រប់គ្រងខ្លួនឯងឥឡូវនិយាយទៅភ្លើយើងហើយខ្មែរមកប្រទេសគេមិនដឹងថាហ៊ុនសែនលួចចលឹកឆ្នោតថាហ៊ុនសែននឹងមកផ្លាញគណៈបកសង្គ្រោះជាតិហ្នឹងគឺចាញ់ឆ្នោតគេបាត់ហើយបើបណ្ដោយឲ្យទៀតឆ្នាំ2018នេះអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិនឹងភ្លុកទឹកភ្លុកដីហើយគណៈបកប្រជាជននឹងរត់ដល់10កៅអីបានផងបាទអញ្ចឹងហើយបើវាចិត្តដល់រំលាយវាដឹកនាំប្រទេសតែម្ដងតែឯកបកវាដឹកនាំប្រទេសបែបក្បួនកុម្មុយនីសផ្ដាច់ការផ្ដាច់អំណាចផ្ដាច់ការបាត់ហើយសប្តាហ៍ហ្នឹងប្រទេសខ្មែរយើងស្រុកខ្មែរយើងគឺដឹកនាំដោយពួកផ្ដាច់ការកុម្មុយនីសផ្ដាច់ការហើយសប្តាហ៍ហ្នឹងវាគ្មានប្រជាធិបតេយ្យទេក្នុងប្រទេសកម្ពុជាហើយគណៈបកប្រឆាំងនឹងគាត់អានេះមាននៅក្នុងកណ្ដាស់មិនអត់ប្រយោជន៍គ្មានធ្វើការទេបាទយានបងបាទសុខសប្បាយទេមេទៀវសុស្ដីមេឃីជាង$23តម្រូវឲ្យយួនដកចេញតែហ៊ុនសែនទាញខ្មែរឲ្យយើងគ្រប់គ្រងវិញបាទត្រឹមត្រូវយើងដឹងគ្រប់គ្នាបងប្អូនយើងដឹងការហ្នឹងបើហ៊ុនសែនមិនមែនក្បត់ជាតិហ៊ុនសែនមិនបំរើយួនណា$23ហ្នឹងហ៊ុនសែនក៏លោះដៃពីយួនអត់មានជពាក់អីយួនមករៀលហើយយួនត្រូវអស់ហើយអារឿងបោះបកគោលព្រំដែនហ្នឹងត្រូវបកគោលឲ្យអន្តរជាតិគ្រប់គ្រងមកហើយនេះខ្ញុំចុះហត្ថលេខាជាមួយយួនចេះគេឲ្យខ្ញុំលុបឥឡូវខ្ញុំលុបទេរឿងព្រំដែនបកគោលឲ្យអង្គការសហជីវជាតិជួយដោះស្រាយអង្គការសហជីវជាតិនៅពេជ្រហ្នឹងគេដោះស្រាយឲ្យជាមួយថៃជាមួយលាវជាមួយយួនរឿងបញ្ហាកោះត្រល់ប៉ុន្តែពូជហ្នឹងវាក្បត់ជាតិតាំងពីដើមបងប្អូនយើងដឹងថាវាក្បត់ជាតិតាំងពី79បើវាក្បត់ជាតិទេវាមិនដែលរត់ទៅយួនឲ្យយួនមកវាយខ្មែរគេថាគេមករំដោះជាតិទេបងប្អូនវាអត់មានផ្លូវចឹងទេបាទស៊ីសុផលរដ្ឋមន្ត្រីសែនថោកជាងមន្ត្រីជប៉ុនណាស់បាទរដ្ឋមន្ត្រីជប៉ុនគេឡើងលើវេទិកាប្រកាសសុំចុះចេញបាទតែជប៉ុនគេ
គេមិនចង់ឈឺក្បាលជាមួយជាពិសេសរឿងបញ្ហាជាតិមួយទាំងមូលគឺគេមិនចង់មានឈ្មោះអាក្រក់ទេបាទគេចង់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រទេបាទ Linda Pack បាទជម្រាបសួរស្ដេចប្អូនបិសាចសូមសំណាងល្អនិងជោគជ័យគ្រប់យ៉ាងផងបាទឆ្កែលូកក្បាលហើយតែខំព្រុសយកលៀបហើយអូនជាទូទៅគ្រប់ក្បាលអញ្ចឹងបាទចឹងហើយឆ្កែអីវាអញ្ចឹងហើយបាទឆ្កែវាលូកក្បាលហើយវាមកអួតខ្លួនថាវាមានតម្លៃទៀតបើសិនយើងមនុស្សយើងមិនអាចលូកក្បាលបានទេបាទពេលគេជាងឥឡូវយួនចូលអនឡាញក្នុងរដ្ឋាភិបាលហើយបាទយួនចូលណែនប្រជាជនវាណែនពេញហ្នឹងហើយយើងដោះស្រាយក៏មិនរួចដែរយើងអត់មានពេលណាទៅដោះស្រាយរឿងប្រទេសជាតិទេសប្តាហ៍ហ្នឹងបើប្រជាជនខ្មែរយើងនៅតែសងំយ៉ាងទៀតគឺយើងនឹងបាត់បង់ទៅអនាគតហើយបាទយើងបដ ாய் តកូលហ៊ុននឹងដឹកនាំវាពតកូលហ៊ុននេះវាមិនមែនដឹកនាំដើម្បីបម្រើជាតិខ្មែរពិតប្រាកដទេវាដឹកនាំដើម្បីបម្រើយួនវាយកទឹកដីយួនទឹកដីខ្មែរធ្វើជាខេត្តរបស់យួនថ្ងៃណាមុនខាងបងប្អូនចាំមើលខ្ញុំធ្លាប់និយាយហើយប្រជាធិបតេយ្យនេះបើយើងគោរពច្បាប់ប្រជាធិបតេយ្យពិតប្រាកដជាធិបតេយ្យមានសិទ្ធិរឹងមាំតែបើប្រជាធិបតេយ្យលំបន្លំពាក់ស្រោមប្រជាធិបតេយ្យនេះប៉ុន្តែអំណាចផ្ដាច់ការនេះបងប្អូនតិចទៀតហ្នឹងយួនវាចូលធ្វើជាតំណាងរាស្ត្រគ្រប់125 24ខេត្តក្រុងទាំងអស់ហ្នឹងវាថ្ងៃណាមួយបងប្អូនវានឹងបោះឆ្នោតកែប្រែប្រទេសកម្ពុជាជាខេត្តរបស់យួនជាការវាព្រោះសบายឥឡូវខ្ញុំធ្លាប់និយាយថាគឺគេដឹកនាំប្រទេសប្រើរដ្ឋធម្មនុញ្ញគេបោះឆ្នោតកែប្រែរដ្ឋធម្មនុញ្ញទៀតទៅយកចប់ហើយបាទជម្រាបសួរបងវិសាយបងប្អូនជុំគ្នាទាំងអស់គ្នាបាទជម្រាបសួរបាទមិនដល់ណាទេទៅចេញពីកន្លែងទាត់បាល់សម្រាប់ចាត់លេងបាល់វិញឯងបងវិស័យសុខភាពបន្តិចលេងស្អី pocket ball អី pocket ball ត្រៀមចូលប្រកួតWorld Cup អត់ដឹងខ្លួនទៀតចឹងឯងស្មាតលេង pocket ball ឬអីដល់ pocket ball I can play my own ball in the pocket ចំយងខ្មែរបាត់អស់ប្រមាណមីលីម៉ែត្រហើយបិសាចចំយងឯងយើងក៏និយាយមីលីម៉ែត្រយើងនិយាយថាខេត្តមួយបាទខេត្តតាកែវមួយយើងបាត់បង់សប្តាហ៍នេះបាទធ្វើធម្មតាបងឯងឆ្លើយអត់យល់បាយឆ្លើយអត់យល់ចិត្តបងឆោមយងទេប្រាប់ថាកន្លះមីលីម៉ែត្រអត់បាត់ផងក៏សួរជាមីលីម៉ែត្របងឯងឆ្លើយទៅតែកន្លះមីលីម៉ែត្រអត់មានបាត់ផងមួយគេបាទជម្រាបសួរជាមួយគេមិនបងថ្ងៃនេះបងឯងចង់សំពងគ្រួសារសរសញ្ញរឿងអីគេប្រធានបទអីគេថ្ងៃនេះខ្ញុំប្រធានបទគោលរបស់យើងគឺស្ដីពីច្បាប់កាតព្វកិច្ចយោធាប៉ុន្តែមិញហ្នឹងគ្រាន់តែនិយាយក្បាលវីដេអូឬបញ្ហាព្រំដែនទេហើយបញ្ហាទឹកដីបញ្ហាព្រំដែនដែលសៀមគ្រប់គ្រងអស់ហ្នឹងគឺកុំសង្ឃឹមថាបានត្រឡប់មកវិញដោយសារទំនួលវាអត់ហ៊ានទៅវាយសៀមយកមកវិញទេហើយច្បាប់អន្តរជាតិវាមិនប្រើទៅផ្ដាច់ថៃទៅច្បាប់អន្តរជាតិដែរវាដើរធ្វើដូចហ្នឹងជួបរបៀបការគេទៅមិនទទួលស្គាល់ទឹកដីយើងមិនទទួលស្គាល់មិនទៅយើងចង់អធិការពួកគេឲ្យចូលជើងនៅកន្លែងណាកន្លែងហ្នឹងឲ្យសៀមវាចាត់ទុកថាទឹកដីគេវាយបានហ្នឹងគឺជាគឺអកិច្ចព្រមព្រៀងបាទយើងព្រមព្រៀងហើយបាទយកអកិច្ចព្រមព្រៀងបាទឥឡូវនេះខ្ញុំឃើញនូទីនដែលយករដ្ឋមន្ត្រីថៃគេបានប្រកាសហើយគេថាសន្ធិសញ្ញាបារាំងសៀមខេត្តទីបារាំងសៀមផ្នែកមួយលើក200,000ហ្នឹងគេថាអត់មានទេនៅក្នុងប្រទេសថៃហើយមិនដឹងវាមិនដឹងជាយកស្អីទៅតវ៉ាជាមួយគេទេបើគេមិនទទួលស្គាល់ផែនទីយើងផងយើងគិតមើលហើយយើងក៏វាយមិនឈ្នះគេអន្តរជាតិតុលាការ ICJ ក៏យើងមិនប្តឹងហើយយើងយកស្អីមកជិះទៀតអានឹងខ្ញុំឆ្ងល់ពួកតកូលអូនដល់ថោកទី2នេះអូននឹងខ្លាំងណាស់បងប្អូនបាទបងវិសាយខ្ញុំបន្ថែមមួយម៉ាត់ទៀតពីលើពាក្យដែលថាតកូលហ៊ុនមិនហ៊ានប្តឹងទៅ ICJ គឺមិនត្រឹមតែមិនហ៊ានទេ
cứ mình miên cầm rong đăng tầm đó bằng bề sai và sân chia bia và sân chia ra trâm mình hiến á anh đang từ dương chui lực tận chặt kia khai rùm kia chủng rồi nhà hiền bên tay là dưới bài ha mình miên cầm rong đăng ở món cứ vì châu cả này khúc khật chỉ mũi kia này và mìnhคือlà mình hiênให้mình miên cầm rong đăng để tiềnคือจังปรับเอาพวกเนี่ยบาดจนแต่ชื่อจับแต่หนึ่งเรื่องบัดบองตักใดแต่ไทยอะchấm đằng đã bộ này phải chơi chun trái na bong đại chữ chập tới nâng cá bắt bong từ đây từ thầy bộ nâng chỉ phải bộ nâng trình máu thua bẹ cá lư tụm đánh thầy lạc chương dương để tiếp bong bị sai nhưng vậy tám trăng bên tay còn ở trong phải chẹt bộ nâng ở ba rồi lắc ở ba thá hôn sai mình tâm tay mình hiên đăng tới thầy đấy cứ mình miên cầm rốn đăng tới thầy tới ai phi chơi tầm lòng cái tay bị xoay đó cá cho cha cầu tóc về phía ký áo tay rồi viên cô hôn hay nâng phía kỳ thầy cứ kia nâng đau plei nâng kia nâng lên plei nâng hỏi gì thôi chỉ cho cha mình tới kia là bong bóng khơi nhà lấy kia bị chung kia nơi sao làm đấy nhá kia thằng cho cha mình tới kia tê nơi phía kỳ thằng pi chỉ chơi như tay mình toàn cho sọt kia anh ấy trong mai cả thá là bài món á món kia là style món á bông đừng môi chón đấy bàn tay thứ gì họ chơi cho lại đó nè bà anh ấy cứ chia là bài style món rồi bao cua sa thì cô hôn đây chỉ mới xiêm thì bàn tay và toa kỳ thì cái đánh đào là gì đó đánh kia từ bên tầm mau cho ai kia từ bên tầm mau đầm bay ở vị trí bọt mai dương mưa khơi tha vì miền ca cho cha to ba sọt phán vì nó kia nó xoay rau chùm nói muối ta kia cho cha tay kia thì vô prom lưu chùm nói rùa muối trên mà tia đây ở xa to vì non kia chụp liên tắc đây cái nạp là cái ban đấy à với ban là bắt chùm riêng ở bầu mì xài nó biết đó phải nè chùm mưa khơi là con không biết ta phải nó này vì nó bao bơ rock mai nhưng là lớp phải nó này bằng bồn và đâm tới hay vì vô cái buôn đi cả muối đấy cứ ở đây là bị phơi nơi from đan cả mùi nhún là vì dùng một ra hàng mùi thay vậy đó ok hello dương châu đó là khai tiếng mà bữa nè này đặt tầng ngọc phế của bữa tờ này để châu mà không phải tê là bao nhiêu ót nguyên lấy cắt tròn này nữa vừa mau tam na bất bạc anh nhà hai nữa ta chưa sẩm nua ta nguyên chụp đời Campuchia mình miên chưa cho học cho pi bật tê pi chụp hai đi dương người chỉ chuyên đua cột bật cột bộ mình ta chặn tay banh tay tôi bài chứ ba mắt nó nhìn sao vay làm mặt này ơi anh chọn chị đi à ôi gì hay một cái nào mẹ hay dễ tranh má thua bờ kê nó lơ thôi bờ mai nó lơ là đang hưởng là bảo người ta chưa chơi nữa cho tam na bọn anh không cho anh ơi chưa bởi chưa bảo người ta chưa chơi gì nữa khi mà sao lấy rồi nó chơi chứ trong vô tha cái này dễ tha cái gì dưới phổi Campuchia ông nên góp chân dùng hot đi ai cho như theo mình cho bao la nhưng mà bị na con này từ mơ cái chỗ họ hả chân họ nó mà bị chặt nó bị chặt hơn như kỳ trên chỗ mà bị hàng xiêm mà bị hàng yuan ở hàng liêu thôi bằng mát khai muốn là cái chắp ban là miền tuk lịch đi cả na là sầm mót này nó cứ tuk cả bao là bao chân châu bao con từ đây gặp gì nè hay xua tranh cho ta na ở cho chân gì đó ti bật xa ông bị ơi to tê đợi cầu điện anh cho ta na nó mê khao thống là bộ xài anh nên cứ cho mê khao cho báo online thông như kia để đàm ở đây chờ bạc ca tam chạm ôn kia nè ơi xua cho tam na mày chờ hay chân gì đấy chập chân gì bán ở miền hơi xua chùm lao ấy đấy ta câu trả lời chân gì nó cho tam na cái bánh na nom cho ở bên hai chân gì nó mà xua chùm lái đấy bị chun là chân gì ta dọc chân bị chun chân gì ta dọc chân từ cắt đầu từ đây lên dọc chân ấy mà ô đặt luôn ấy gì chun rong cừu ba luôn ấy gì chun rong cừu hai ấy có bị chun chốt là mơ từ ao kia nè là tây sơ xua chùm lái từ mình lấy dân sửa hôn sai lấy nó hôn sai nó còn phong tay là dễ chắc Campuchia cứ chỉ chun rong cừu bàn tay nó bên để chắp chun là mới bán đấy
hai ấy là chun đông kêu năng mình để xa chun là mới nó vô từ xui dùm lái hơi nâng chui ta bị tê bị thích đang tiền tốt nơi khi nó ẩm na nơi phiền chun đông kêu bọc cam bị chia cứ ai đã xa lại đâu bàn nó bảo bà sân gì chun là mình tha chun chiết na đây thành chiết na đây mau bị tây na đây ao tại bằng co về nia cam bằng co kêu thắc đo Campuchia passport đo bây giờ bên Campuchia miền sắc nông cá không luôn chôn là với thằng nào luôn tới ta định tê bị thi chụp bắt đó bên Campuchia hay vẫn thấy cái lon máu bao bị sai mai diễn chắc ban chôn chiên ông lê chôn chiên Australia chôn chiên America Canada đài từ thưa bên tầm bờ Anh cha từ lê cồn Mỹ nhá chắc bọn nó đã cốc cho cốc không ai đã bọn nó hay xong bây giờ beli cứ mỗi cái rata bị ba tay được đó trong ban chôn chiên kia mà quýnh cho tới từ rong trăm ca tôi chọc này tôi chọc với ban kia ôi từ lót tôi bình lượng nàyจะមានការណីចរចាដោយពិសេសមានការធានាអះអាងថាជននឹងទៅប្រទេសគេទទួលទោសបន្ថែមពីលើប្រទេសខ្មែរអញ្ចឹងទៅហើយមានអានឹងមានការដោះដូរសម្រួលគ្នាថានឹងគេអាចជួយទៅបានក៏ប៉ុន្តែភាគីក្នុងនាមយើងជាជនរងគ្រោះគឺយើងជាអ្នករក្សាសិទ្ធិយកការជនរបស់អានឹងមកផ្ដន់ទាទោសតាហើយអញ្ចឹងហើយក៏វាបញ្ជូនចិនស៊ីដោយចិនទាំងមិនទាន់បានកាត់ទោសនៅក្នុងប្រទេសខ្មែរទាំងមិនបានឡើងតឡាការឡើងសាវនាការសួរចម្លើយស៊ើបអង្កេតស្វែងរកឲ្យជនពាក់ព័ន្ធហើយនឹងកូនចៅដៃជើងឥឡូវតសាញ់និយាយនឹងជន់កែងខ្លួនឯងបងវិសាញ់បាទអានឹងចូលទៀតជន់អញ្ចឹងហ៊ុនតែនេះជាមិនដឹងចិត្តខ្មាស់អៀនទេអានេះមុខក្រាស់ក្បឹកគេយើងមើលមុខហើយយើងសួរខមមិនរបស់ឧត្តមទៅហ្នឹងគាត់សួរថាហើយចុះវាមកពីណាមិនដឹងយកមកធ្វើទីប្រឹក្សាហ្នឹងអាណាគេយកចិនស៊ីទៅទីប្រឹក្សាហ្នឹងសួរហ្នឹងមកពីណាយើងបានប្រាក់ច្បាស់ហើយតឡាការរបស់តកូលហ៊ុននេះវាអត់ហ៊ានកាត់ទោសពួក scam online ទេគាត់បើហ៊ានកាត់ទោសយ៉ាងម៉េចកាត់ទោសហ្នឹងបីការកាត់ទោសមកពួកអានោះឆ្លើយដាក់លើហ៊ានទៅយកឡើងតឡាការព្រោះវាឆ្លើយដាក់ទាំងអស់ម្ល៉េះហើយអត់ហ៊ានកាត់ទោសទេវាអត់ហ៊ានកាត់ទោសថាណានៅក្រោយចាប់តែសុំចិត្តបញ្ជូនដោយចិនឲ្យជាយើងដកសជាតិចឹងទៅឲ្យគេលើកនិយាយមកអាច្បាប់ដែលគេធ្វើហ្នឹងគេពួកប្រឆាំងគេវីដេអូហ្នឹងមួយទៀតទេគេថាពួកប្រឆាំងពីរគេខ្លាចដកសជាតិខ្មែរគេស្រាប់ដកជាតិពួកដែលចូលសជាតិហ្នឹងពួកដែលនៅគេធ្វើការច្បាប់ដូចជាហ្នឹងបងប្អូនណាយើងសួរចេះចឹងagency ហ្នឹងគឺមេឆោបោកអន្តរជាតិ$15,000 លានcrypto ហ្នឹងដែលអាមេរិកដាក់បនកម្មហើយបងប្អូនរឿងនេះមុននឹងសង្គ្រាមជាមួយថៃទូឡើងមុននឹងអាមេរិកឲ្យប្រទេសកម្ពុជាពួកagency ហ្នឹងយើងសួរថាក្នុងរដ្ឋបាលអំណាចដឹកនាំរបស់តកូលហ៊ុននឹងវាតែខ្វល់ខ្វាយចាប់ពីរឿងពួកឆោបោកអនឡាញនេះបងហេតុអីពេលសង្គ្រាមថៃវាយខុសកកាយបើកខ្ទេចមើលខេត្តពោធិ៍សាត់តំបន់អានសេះអីដែលមកជួពួកសន្តាគារ scam online របស់សពអុកកុកអានហ្នឹងដែលជាចំណិតរបស់ហ៊ុនសែនហ្នឹងផ្អើលពេញទាំងហើយទឹកគេចាប់ផ្ដើមចាប់ agency បញ្ជូនទៅវិញហើយទៅនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកហ្នឹងដែលមាន agency មានហ៊ុនតូមានកុកអានមាននេះគឺគេហ៊ុនសែនអត់មានដែលលើកពួកហ្នឹងមកនិយាយហើយធ្វើឲ្យមកនិយាយដូចភ្លើអញ្ចឹងដូចតែប្រជាជនខ្មែរហ្នឹងលំខ្លាំងណាស់អញ្ចឹងតែគេមិនដឹងអញ្ចឹងគេធ្វើមកគេដូចភ្លើដូចឈួតអញ្ចឹងសិតតែពួកហ្នឹងមកពីណាចូលតាមណាអត់មានជើងចន្លោះសួរថាពួកឆោបោកអនឡាញហ្នឹងជនជាតិអាមេរិកទៅបើករុស្ស៊ីបោកប្រាស់អនឡាញស្រុកខ្មែរឬក៏ពួកអាចិនដែលមិត្តដែលថៃប្រវត្តិតកូលហ៊ុនឯងហ្នឹងធ្វើមកនិយាយដូចឆ្ងល់ខ្លាំងណាស់អញ្ចឹងបងប្អូនហើយចេះនិយាយចេះធ្វើឈួតធ្វើភ្លើអញ្ចឹងខ្ញុំឆ្ងល់បងប្អូនតែទេហ៊ុនសែននេះប្រកែកធ្វើឈួតធ្វើភ្លើណាស់បាទបងប្អូនគេធ្វើមកពីណាជនជាតិពួក scam online នឹងមកពីណាបងប្អូនឥឡូវយើងស្ដាប់បន្តទៀតហើយត្រូវរកចម្លើយឲ្យឃើញថាតើគេចូលមកក្នុងប្រទេសយើងដោយគ្មានលិខិតស្នាមចូលតាមប្រទេសណាมันអាចចូលមកតាមពោចតុងឬចូលតាមអាកាសយានដ្ឋានថ្មីបរតេជោឬក៏អាកាសយាននៅខេត្តសៀមរាបឬអាកាសយានដ្ឋាននៅខេត្តប្រសិទ្ធនុទេតើគេចូលមកប្រទេសយើងតាមប្រទេសណាឥឡូវអ្នកទាំងហ្នឹងមិនតន់ចាក់ចេញពីកម្ពុជាទេសួរចម្លើយឲ្យច្បាស់
cái số để tăng năng châu mà tam bát na số chập lòi chứ bác lấy số chứ bác mà tam bát បាយខូចគេបងបាយ ខ្ញុំចង់ប្រាប់ឆាចេះបងប្អូនណាហ៊ុនសែនបើអត់ដឹងថាវាចូលតាមណាហ៊ុនសែនបើកបោះស្អែកមកយើងនិយាយគ្នាទៀតខ្ញុំនឹងប្រាប់ហ៊ុនសែនដែរថាពួកចិននឹងចូលតាមណាអាណាគេដែលបើកផ្លូវចន្លោះជាមួយចិនហោះត្រង់ទៅត្រង់មកសួរចូលតាមណាហ៎ មួយសាច់ប្របួលហ៊ុនសែននិយាយ WhatsApp ហ្នឹងបើឯងចង់ឲ្យហ៊ុនសែនសយដល់កម្រិតណាទៀតសយប៉ុណ្ណឹងឲ្យឆ្លើយសយដល់ប៉ុណ្ណាទៀតមែនតាំងពីហ៊ុនសែនប៉ះមួយបងបិសាចមកហ៊ុនសែនសយអាទីប្រឹក្សាទាំងប្រហែលជាប់តនកម្មគេទាំងអស់រិស័យដាក់ទៅមួយថ្ងៃទៅមួយថ្ងៃដាក់ទៅវិញជួយសាការៈពេលយួនថៃឥណ្ឌានាំប៉ូលីសគេបើយកពួកចោលបោកអនឡាញដល់ប្រទេសវាអត់ដឹងថាថៃបានណេះចូលមកឆ្លៀនពៀនកម្ពុជាដោយសារគេស្ដែងអាខ្វាក់ឲ្យឈួតតើបាទពិសាមកគេចុះមកតាមអាខ្វាក់ហ្នឹងបាទហើយដល់សិង្ហប្រាប់ថាកុំប្រកាន់សម្ដេចពុកគាត់ហើយកុំសូវស្រួលព្រោះទេពីបងសិង្ហប្រាប់តែហៅវាសម្ដេចពុកមិនទេបង បងសិង្ហប្រាប់អាយុតាណាគ្នាសៅសម្ដេចពុកមិន អាយុតាណាគ្នា chẳng nói cái bánh ấy thằng háo thì nè bà gọi châu nhưng mà theo về hút chất dễ bơ chỉ môi chỉ môi cái nạp bạc chân môi con sen khi mà để dễ chỉ môi nè control này để cho control nè bật được môi dễ miền Nam này cũng xong ra đây con là dễ chỉ môi hôn sen nó cứ khi mình nó thấy dễ lỗ mấy ca nó cái hao sầm đạch bốc mấy ca đấy bạn cái bánh nó dễ một từ giống mà muốn đấy dễ mà mình đang cho lại những con này tất non có thể rộp snap bao chấm ho chương mây ở cái châu nhà nắng thơ anh mình châu tạm nà là mời chuyện mà cái nho phúc mà muốn thì dễ bao thân mình đang cho châu tạm nà đó ព្រោះមានប្រទេសខ្លះមានអ្នកខ្លះព្យាយាមដាក់កំហុសមកលើយើងក្នុងពេលដែលអ្នកទាំងនោះបានចូលមកប្រទេសយើងតាមប្រទេសរបស់គេ mình chỉ cho mấy con mấy bật tên na ơi cái con mấy luôn này thôi bật thêm principal sắp ngày đó nhưng bật tên nó cho cái cho mới cái con khai cho nó nắng rồi đấy là chúng ta tiếp cháu thả bật tên na để cái cháu cho tạm đây luôn này nhá đã cái gì on nó thằng nắng mà con chui thôi ta hôn sai này on nó thằng nắng ở thiên thì dễ thả bật tên na bóng cưới nhá rồi đấy xong rồi mua cái hôn sai nên gì bóng cái mình tên là khai cái mình tên xong thêm thà hôn sai này bị school bên hai hôn sai này đừng ơi chịu nhá đừng cầm lại hơn đừng hôn sai này cứ chia con này thương mòn để gì thương cái thơ là mong thường lọt dạng cửa mà quỳ cái ăn hôm nay không sắp cái miền Nam hết sơn cái miền Nam hết chạm mà đôi chúng ta đọc về làm miền Nam nay xây nó là dương dễ cả lá so thì không ăn là mà hôm nay khăn mà để cho mui nó ra chuyện mà to vào mui mình mà tao mui bây giờ này đã tôn là cam bạc buộc phim bọc ban này nó tao buồn cười không mà to vào mui cái này bằng khăn còn mà cô gì ta sọc mai nó bóc ra tao bị chơi chân mai ngỏ ơi ở trực mà cái đó bằng bốn nơi đúng định trong ban sao sao mà cái ròn tụt của đây khẳng thù tại mà chun sa tăng tại mà chuộc mà chuộc cho với khiêm khiêm thác đòi xa tay nè đã sắm lắp để sắt của đấy nữa tại ban chắp luôn nơi không phải thay khiêm ban sao xong trong của cái ròn tụt của đây khẳng thù thà sống chay chỉ đồng lấy qua rồi biết ta hay là vay ban chỉ cái chưa rơi Campuchia thôi chia cầm lấy sầm lấp đi sắt Korea
ក្នុងពេលដែលមេខ្លោងរបស់គេនៅឯទីក្រុងនៅឯប្រទេសថៃ កន្លែងនេះយើងឆ្លើយតបវិញហើយអីបាននិយាយជ្រើសរើសរកប្រទេសកម្ពុជាសម្រាប់និស្សិតកូរ៉េហើយមេខ្លោងនៅប្រទេសថៃយើងសួរត្រឡប់ទៅវិញហេតុអីបានហ៊ុនសែននៅជ្រើសរើសសម្រាប់លោកលឹមកំយ៉ានៅទីក្រុងបាងកកហើយមេក្រោយនៅស្រុកថៃដែរនៅប្រទេសកម្ពុជាដែរហេតុអីមិនសហការជាមួយប៉ូលីសថៃបកគលជនដៃដល់ឲ្យគេដែលគេតាមដានច្បាស់លាស់ហើយនេះដែលមានពេជ្រកំស្រិនហើយនឹងស្អីលីរតនរស្មីក្លែងហ៊ុននៅជាមេខ្លោងជាការជាអ្នករៀបចំបញ្ហាអស់នឹងសម្រាប់លឹមកំយ៉ានេះដែលជាតំណាងរាជគណៈបក្សសង្គ្រោះអតីតតំណាងរាជគណៈបក្សសង្គ្រោះជាតិដែលហ៊ុនសែនដែលរំលាយចោលហេតុអីមិនសហការជាមួយថៃនោះឥឡូវធ្វើឯងមិនចេះចោលតម្លាក់ដល់ថៃតម្លាក់ដល់គេបាទនេះតម្លាក់ដល់គេក៏មិនហ៊ាននិយាយឈ្មោះគេផងហ្នឹងវាយូរទៅថោកដូចមីសារាមបាទគប់ចឹងឥឡូវជេរគេពេញអាហ្នឹងផ្អើលពេញភ្នំពេញហើយមិនហ៊ានឆ្លោះជាមួយគេមិនហ៊ានហៅឈ្មោះគេមិនប្រកបទេខ្លាចក៏បើចរិតហ៊ុនសែនអន់នៅថ្នាក់ហ្នឹងពួកនេះបាទហេតុអីក៏ហ៊ុនសែនមិនបង្ហាញការស៊ើបអង្កេតនឹងមកបាទតើជនពាក់ព័ន្ធហ្នឹងនេះហ្នឹងមានខ្សែបណ្ដាញអីយ៉ាងម៉េចហ្នឹងបើកសំណុំរឿងហ្នឹងឲ្យធំទៅបើសិនជាគិតថាអ្វីដែលគេធ្វើហ្នឹងហើយចង់ប្រាប់ហ៊ុនសែនថាកុំនិយាយតែភាសាខ្មែរកុំនិយាយតែពាក្យហ្នឹងប្រាប់ប្រជាពលរដ្ឋខ្មែរទោះបីជាពួកគាត់ដឹងក៏អត់ដឹងថាធ្វើអីដែរបានតែស្ដាប់ទេហ៊ុនសែនណាត្រូវយកពាក្យហ្នឹងធ្វើកំណត់ការទូតទៅទូតកូរ៉េទៅទូតប្រទេសពាក់ព័ន្ធនានាជាពិសេសជាមួយនឹងថៃឲ្យដោះស្រាយបញ្ហាហ្នឹងដើម្បីអីគេហៅថាបញ្ជាក់ពីភាពស្អាតស្អំរបស់កម្ពុជាបើសិនជាមានការពាក់ព័ន្ធទៅនឹងការស្លាប់របស់និស្សិតកូរ៉េមែនណាកុំត្រឹមតែនិយាយឡងព្រោះវូនៅលើវេទិកាឲ្យតែពួកសត្វលោកនឹងស្ដាប់ណាបាទបោកប្រជាពលរដ្ឋខ្មែរឲ្យហ៊ុនសែនធ្វើរបាយការណ៍ធ្វើកំណត់ការទូតឲ្យហ៊ុនម៉ាណែតដែលជាកូនហ្នឹងរៀបចំទៅណាធ្វើរបបកំណត់ការទូតហើយដោះស្រាយគ្នានៅលើបណ្ដាញអន្តរជាតិរួមទាំងអញ្ជើញអ្នកដសែតទាំងអស់ឲ្យចូលរួមទៅលើការបកស្រាយពាក់ព័ន្ធនឹងផងដើម្បីលាងសម្អាតមុខមាត់កម្ពុជាបើសិនជាហ៊ុនសែនគិតថាឆ្ងល់ហ៊ុនសែនឆ្ងល់សំណួរដែលហ៊ុនសែនចេះសួរចេះឆ្ងល់ត្រូវហើយប៉ុន្តែមិនត្រូវយកមកសួរមកឆ្ងល់តែជាមួយប្រជាពលរដ្ឋខ្មែរទេពួកគាត់បានតែមកស្ដាប់ទេត្រូវយកពាក្យហ្នឹងទៅសួរជាមួយនឹងទូតកូរ៉េទៅជាមួយនឹងមន្ត្រីពាក់ព័ន្ធកូរ៉េជនរងគ្រោះគ្រួសារជនរងគ្រោះណាបើកសាវនាការស៊ើបសួរណារឿងហ្នឹងមួយថៃនឹងពាក់ព័ន្ធនឹងធ្វើអីខ្លះហ៊ានហ៊ុនសែនហ៊ានធ្វើអញ្ចឹងទេបាទតែនេះជាអ្វីពិតប្រាកដអញ្ចឹងខ្ញុំសូមផ្ដល់ជាអនុសាសន៍ឲ្យនាយករដ្ឋមន្ត្រីឲ្យរដ្ឋមន្ត្រីមហាផ្ទៃធ្វើការឲ្យម៉ត់ចត់ជាមួយនឹងខាងអន្តោប្រវេសន៍សួរចម្លើយអ្នកដែលយើងចាប់ឲ្យអត់មានប៉ាសពតអត់មានលិខិតឆ្លងដែនដែលឲ្យចូលកម្ពុជាតាមចរណាដើម្បីយើងបង្ហាញពិភពលោកឲ្យដឹងថាប្រទេសណាដែលឆ្លងកាត់សាជាគេសូមអ្នកជិតខាងរបស់យើងរាប់ទាំងថៃរាប់ទាំងវៀតណាមរាប់ទាំងឡាវហើយខ្ញុំមិនជឿថាមកតាមវៀតណាមទេព្រោះវៀតណាមគាត់គ្រប់គ្រងច្បាស់លាស់ណាស់ឆ្កែយូននឹងខុសមែនហ្មងគឺការពារយូនទៀតប្រហែលថ្ងៃមុនគឺឃើញចាប់ជនជាតិយួនមកប្រហែល100នាក់ដែរបើបញ្ជូនទៅវិញហើយនិយាយចាំមកបងប្អូនណារឿងបញ្ហានៅក្នុងស្រុកខ្មែរពួក scam online ណាចាប់បានណាពួកជនជាតិយួនអត់ហ៊ានហ៊ុនសែនអត់ហ៊ាននិយាយសោះឥឡូវគេចេញមកការពារយួនណាគេមិនជឿថាយួននឹងមកខាងយួនទេអញ្ចឹងចោលថៃទៅបើមិនជឿបើថាការពារយួនហ្នឹងចោលថៃទៅពួក scam online ហ្នឹងចូលតាមថៃពីព្រោះយើងបើកកន្លែងឆោបបោកអនឡាញតាមព្រំដែនថៃយូរដែរក៏មិនទាន់មានស្គ្រីបឃើញហ៎តាមមកជួបព្រំដែនថៃហ្នឹងថៃមានតែពលករថៃមកធ្វើការក្នុងកាស៊ីណូរបស់នៅក្នុងប្រទេសកម្ពុជាទៀតហើយអីមិនចេះចំទៅថាពួកនឹងចូលមកពីប្រទេសថៃឲ្យថៃស្រាវជ្រាវទៅបញ្ជូនឯកសារទៅសួរថៃហ្មងតែបញ្ជូនពួកនឹងមកឆោបបោកអនឡាញនៅស្រុកខ្មែរច្រើនម្លេះបើខ្លះហាធ្វើទៅបានមកគេអត់ប្រយោជន៍ចង់ប្រាប់ហ៊ុនសែនសំណួររបស់ហ៊ុនសែននឹងធ្វើឲ្យខ្ញុំនឹកឃើញទៅដល់ការបកស្រាយរបស់លោករដ្ឋមន្ត្រីវ័យក្មេងនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23
អ៊ូសាម៉ាឌីដែលគាត់ជាមួយនឹងក្រុមអ្នកស៊ើបការអាស៊ានក្រុមការងាររបស់គាត់ស្ទើរតែជាក្រុមយុវជនក្មេងៗដូចគ្នាបានទៅយករបាយការណ៍ហ្នឹងគឺគេតាមដានអំពីនៅពេលដែលអាមេរិកចាប់ផ្ដើមស៊ើបអង្កេតដាក់ទណ្ឌកម្មទៅលើពួក scam online ហ្នឹងគឺជើងយន្តហោះហើរពីកម្ពុជាទៅភូមាឡើងកើនចំនួនដល់ទៅប្រមាណ100ដងហើយបងវិសាជាង100ដងជើងយន្តហោះហើរហ្នឹងអញ្ចឹងគឺច្បាស់ណាស់ហើយដឹកហ្នឹងដឹកទាំងយន្តហោះទាហានទៀតបងវិសាយើងមានទាំងរូបភាពផុសតាងបង្ហាញទៀតគឺពួកហ្នឹងប្រើប្រាស់យន្តហោះយោធារបស់ភូមាយន្តហោះយោធារបស់ប្រទេសផ្សេងៗហ្នឹងដឹកជញ្ជូនពួកហ្នឹងចេញពីប្រទេសខ្មែរទៅភូមាចេញពីភូមាមកខ្មែរគឺជាការផ្លាស់ប្ដូរចល័តទីតាំងរបស់ពួកហ្នឹងហើយបងពិសាគិតមើលតើអ្នកណាដែលមានសិទ្ធិមានអំណាចប្រើប្រាស់យន្តហោះយោធារបស់ប្រទេសមួយបើសិនជាមិនក្បាលម៉ាស៊ីនដឹកនាំកម្ពុជាធំបំផុតទេតើអ្នកណាបាទអ្នកណាបងប្អូនចង់ប្រាប់ហ៊ុនសែនណាហ៊ុនសែនមិនបាច់និយាយទេភាសាអនេះហ៊ុនសែននិយាយបានតែបញ្ចេញសម្លេងជាភាសាខ្មែរបោកប្រាប់ជាប្រខ្មែរទេថាឲ្យជឿជាក់ថាខ្លួនឯងសាស្ត្រទេក៏ប៉ុន្តែហ៊ុនសែនគ្មានកឡូទៅនិយាយជាមួយនឹងអន្តរជាតិពាក់ព័ន្ធទៅនឹងករណីតើពួកអស់នឹងចេញចូលតាមណាអាហ្នឹងរឿងមួយហើយរឿងមួយទៀតហ៊ុនសែនបើសិនជាចង់ចោទថាពួក scam ទាំងអស់ហ្នឹងចូលតាមថៃយ៉ាងម៉េចខ្ញុំសួរបងពិសាចូលតាមថៃយ៉ាងម៉េចទី1ចូលតាមថៃពិតប្រាកដមែនគឺចូលមកប្រទេសថៃជាទេសចរហើយឆ្លងដែរចូលមកកម្ពុជាប៉ោយប៉ែតដោយសារតែមន្ត្រីរដ្ឋាភិបាលហ៊ុនសែនហ្នឹងបើកឲ្យចូលអាហ្នឹងតាមអ្វីដែលហ៊ុនសែននិយាយក៏ប៉ុន្តែខ្ញុំគិតថាមួយផ្នែកទៀតដែលខ្មែរយើងអ្នកកំពុងសោមគាត់ដឹងថាវាចូលមកតាមកប៉ាល់ទឹកកប៉ាល់បងវិសាសួរថាហ៊ុនសែននិយាយហ្នឹងចង់បញ្ជាក់មានន័យយ៉ាងហ៊ុនសែនចង់បញ្ជាក់ថាទទួលស្គាល់ថាហ៊ុនសែនពិតជាកាត់ទឹកដែនសមុទ្រហ្នឹងទៅឲ្យថៃហ៎បើសិនជាហ៊ុនសែនចោទថាអានឹងចូលតាមថៃមានន័យថាអ្វីដែលសំអានគាត់លើកឡើងអំពីការហ៊ុនសែនកាត់ដែនសមុទ្រខ្មែរទៅឲ្យសៀមនឹងយួនឲ្យដែនសមុទ្ររបស់វានឹងជាប់គ្នាបងវិសាវាទៅជាដែនសមុទ្រព្រំដែនសមុទ្រសៀមព្រំដែនសមុទ្រយួនជាប់គ្នាអញ្ចឹងខ្មែរយើងអត់មានដែនសមុទ្រអន្តរជាតិទេអញ្ចឹងបើសិនជាកប៉ាល់ហ្នឹងចង់ចូលមកកំពង់ផែកំពង់សោមឬក៏ចូលទៅកោះកុងគឺត្រូវតែឆ្លងកាត់ដែនសមុទ្រសៀមសិនហើយអាទៅហ្នឹងហើយដែលហ៊ុនសែនចង់និយាយថាឆ្លងតាមសៀមហ៊ុនសែនចង់និយាយថាទទួលស្គាល់ថាជាដែនសមុទ្ររបស់សៀមបើហ៊ុនសែនឆ្លើយថាហ្នឹងឆ្លងតាមប្រទេសសៀមគឺហ៊ុនសែនកំពុងតែនិយាយបង្វែរដើម្បីបន្លំថាហ៊ុនសែនទទួលស្គាល់ថានេះគឺជាដែនសមុទ្រសៀមអាហ្នឹងបើចូលតាមផ្លូវទឹកអាហ្នឹងគឺហ៊ុនសែនកំពុងតែចង់សារភាពកំពុងតែឲ្យខ្មែរយើងមានការយល់ច្រឡំទៅនឹងអ្វីដែលហ៊ុនសែននិយាយបាទណាបងខ្ញុំដាក់3ចំណុចហ្នឹងបងបាទចឹងត្រឹមត្រូវយើងគ្រាន់តែចង់ឲ្យបងប្អូនស្ដាប់សម្លេងហ៊ុនសែនឲ្យបងប្អូនដឹងថាហ៊ុនសែនប្រកែធ្វើផ្លូវណាយើងបើរឿងចំពោះរឿងគណៈបកប្រឆាំងវិញបើពួកគណៈបកប្រឆាំងវិញបងប្អូនណាធ្វើស្អីក៏ហ៊ុនសែននឹងតាមចាប់ដល់គ្រប់កន្លែងពួនកន្លែងណាក៏ហ៊ុនសែនចាប់បានលោដល់ទៅថៃហ៊ុនសែនទៅតាមចាប់ដល់ថៃទៀតតែចាប់ពីប្រទេសថៃយកមកដាក់គុកស្រុកខ្មែរវិញឥឡូវ scam online ចូលមករាប់ម៉ឺនអ្នកបើកន្លែងឆោបបអនឡាញកាស៊ីណូរាប់រយកាស៊ីណូតាមព្រំដែនហ៊ុនសែនធ្វើមកនិយាយភ្លឺអត់ដឹងចូលតាមណាអាចមានខ្លះជាពលរដ្ឋរបស់គាត់ដែលយើងចាប់បញ្ជូនទៅឲ្យពួកគាត់ឲ្យគាត់រួចហើយគាត់ក៏សហការល្អប៉ុន្តែអ្នកផ្សេងទៀតដែលអត់មានប៉ាសពតចូលមកដែលអត់មានទឹកតកាអត់ចូលតាមច្រោះដែលមានគេហៅថាការវាយអាដែងលិខិតស្នាមចេញចូលអ្នកទាំងហ្នឹងមកពីតាមណានៅក្នុងគេអត់តន់យកត្រឡប់ទៅវិញផងខ្លះមកពីអាហ្វ្រិកខ្លះមកពីប្រទេសឆ្ងាយដែលមិនមានព្រំដែនជាប់ជាមួយយើងទេអញ្ចឹងយើងសួរគេទៅគេដល់និយាយខ្លះមកពីឥណ្ឌាហ្មងខ្លះមកពីប្រទេសឆ្ងាយយើងសួរថាចុះអាមិត្តដែលថែមហ្នឹងហើយមិននិយាយផងតើការចាប់គួរឆោបអនឡាញនឹងភាគច្រើនតែជនជាតិណាច្រើនជាងគេប៉ុន្តែគេមិននិយាយល្ងើចឹងឆ្លងមកពីប្រទេសឆ្ងាយណាគេឥណ្ឌានឹងមិនឆ្ងាយប្រហែលទេឆ្លងទៅថៃមកដល់ហើយឥណ្ឌានឹងឆ្លងតាមទូកមកថៃដល់ហ៊ុនសែននិយាយថាប្រទេសឆ្ងាយសំដៅទៅលើប្រទេសដែលអត់មានព្រំដែនជាប់នឹងខ្មែរប្រទេសភូមិគេចាត់ទៅឆ្ងាយដែរបងប្រទេសចិត្តគឺមានតែ3ប្រទេសទេបងគឺខ្មែរសៀមយួនយួនសៀមឡាវបាទ
yun xiêm lại nữa ấy nhiên đã bay tên các bạn chết bạn អាចជាប់គ្នាពួកម៉ាឡេស៊ីហ្នឹងឃើញអាចអីក៏ប្រទេសម៉ាឡេស៊ីអត់មានពួកឆបោកអនឡាញអត់មានពួក scam អនឡាញអាចអីសបោខ្លាំងមែនតែកម្ពុជានឹងពុំមានអាណាគេនឹងបើកចូលពិតប្រកបហើយចុះរត់ត្រង់ថ្ងៃហ្នឹងនេះដែលអង្គុយក្បាលចង្អុងនឹងធ្វើការស្អីអត់មានកម្មវិធីអីទប់ស្កាត់ហើយមិនគេនិយាយថាយើងចាប់បានបញ្ជូនឲ្យគេទៅចាប់បានជនជាតិយើងបញ្ជូនឲ្យគេទៅហើយមិនកាត់ទោសមិនសួរចម្លើយតែឲ្យចូលតាមណា anh đang ngheคือជាការបោកប្រាស់របស់ហ៊ុនសែនណាបោកសែសំលួរដែលបោកសែសួរហ្នឹងគឺសួរចាប់ចំចំណុចដែលហ៊ុនសែនកំពុងបោកប្រាស់និយាយឲ្យគោស្ដាប់ទាំងអ្នកទាំងអស់គ្នាស្ដាប់ដូចគោអញ្ចឹងបោកសែទៅគួយស្ដាប់ទៅហ៊ុនសែនចាំតែផ្ទះដៃទេដូចគោដូចកបីយើងពូនឹងគ្មានខួរក្បាលអីទេបងប្អូនអង្គុយស្ដាប់ហ៊ុនសែនហ្នឹងហើយអំណាចហ៊ុនសែនហ្នឹងអង្គុយស្ដាប់អង្គុយស្ដាប់ទៅខ្យល់បងប្អូនណាតិចទៀតខ្ញុំតោះចេញអត់អស់ទេវីដេអូនេះវារឿង5នាទីឬ3ដែរ ហើយយើងមានទំន័យជាក់លាក់មួយព្រោះរឿងនេះមិនមែនជារឿងកម្ពុជាដាច់ដោយឡែកទេវាជារឿងសកល ý à nó cho bao con lại nâng cái đặt tôn là cam tây của này mấy tận non bẹ con là rồi nó là nó tham bên rừng cam chiêm này ấy rừng sài gòn là mình đây bò đây giờ rừng sài gòn của ấy việc crom của anh nó việc bảo vệ cục tu ra sài gòn luôn đấy ok chỉ có hiểu sao không sao gì trâu chứ không sao gì trâu rồi rừng nó kia rừng sài gòn mình chẳng mà thà rừng sài gòn bằng bốn á dương piêu nếu rồi sài gòn lố chẳng có nè đã tranh bao bộ scam online nữa trâu chắc việc thiên là cá đập bẫy top scat à từng bơ thọc tiếp đại cá cái áo tạm mình chạm mà đô thông được trên cái đầu là có thể cảm chia hơi mấy đằng non là hôn sen cái bông coi chứ nè nó bị cái non để phụ cho bong lái cái hôn sen á cứ dương trong ấy anh đã chia cho một chặt cả bài nhà này cái hôn sen dễ thả rừng nó mình cảm chia mình đấy chứ đừng có tập trở về bao pin sài gòn lô men của scam online nó cứ tranh mà chạm đô cầm đa thông những cái tranh mà bị để cảm chia này là hôn sen cái bông là sạc khao luôn này mà hôn đấy dù tôi ở miền Nam sạc khao ở here là sạc khao luôn này tìm đó set sớm ra bộ ăn coi nữa bộ ba cha mà con đại thế con xe cho bao con lái tình này cả nó mày đấy miền ca sọc sai gặp đi vào năm môn xe thưa đầm na màu New York ấy đầm đấy miền là chân sĩ nó màu tạm không chân sĩ của ông nhà cho bao con lái nó màu tạm con xe là hồn they put in a trust before the ដែលខ្ញុំតែនិយាយថាបើសិនជាគ្មានពលរដ្ឋរបស់ណែឯងគួរតែត្រូវមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងក្នុងការអប់រំពលរដ្ឋរបស់ខ្លួនកុំឲ្យលេងល្បែងតែពលរដ្ឋរបស់ណែឯងលេងល្បែងបានជាចាំប្រើមានអាការឆោបោកទៅនោះមួយខ្លះឆោបោកតាមរបៀបស្នេហាស្នេហាគ្នាតាមអនឡាញទៅរួចដែរchú ăn cái bao nhiêu là sẽ tôi ngồiវីដេអូតាមអនឡាញអញ្ចឹងតើប្រទេសនេះអាចនឹងទទួលខុសត្រូវអប់រំពលរដ្ឋខ្លួនកុំឲ្យលេងល្បែងទៅបានទេចេញមកប្រផ្លែហេតុជន់កម្ម chia bớt mai phong cầm ao ở trong cột treo luôn này phong cầm ao lui học pra chia bớt của ông nhà bọc pra chia bớt mai nữa bọc pra lui chia bớt mai rồi lúc té lui lúc đây lúc cho lấy nữa hay là hôm sau mình tranh ao trong không ngỏ bỏ tranh một trận cát đã lên cái rất là khiếp này là bay bỏ cái phần đây dân tộc cát của từ vô chào plon là chào lui rồi tham về ba cái miền sắt cà phê chỉ bỏ cái phần đấy cái top scat của cho chọn cho plon nó không có tiền của cái anh ấy gì mà cứ sầm đây một sai đấy chọn vậy hả bờ sân gì xây những trâu cái chạm lốp nâng máu về này ấy sliệt sexy phết bằng cái chân bằng cái tròn ba là chào cái tròn ba là chạm lốp đâu
តែក៏បន្ទោចោលបន្ទោខ្លួនឯងស្លៀកខ្លីអាហ្នឹងចឹងមកពលសម្ដីហ៊ុនសែនចឹង បងកុំថាឡើយរដ្ឋាភិបាលប្រទេសមួយអាចហាមឃាត់ពលរដ្ឋខ្លួនឯងកុំឲ្យលេងល្បែងរឿងនេះវាទៅអត់រួចទេបងប្រទេសណាក៏ដូចប្រទេសណាប៉ុន្តែត្រឹមយើងជាមេគ្រួសារយើងមិនទាំងអាចបដៅកូនយើងកុំឲ្យដណ្ដើមប្តីពីបងប្អូនចរូនមួយខ្លួនឯងផងណាយើងមិនអាចបដៅក្មួយប្រុសយើងកុំឲ្យរកស៊ីពាក់ព័ន្ធជាមួយនឹងការជួញដូរគ្រឿងញៀនផងហ្នឹងខ្ញុំមិនដឹងជាក្មួយប្រុសឲ្យកូនបកើទេញ៉ៃញ៉ៃខ្ញុំមិនដឹងទេបាទយើងមិនអាចហាមកូនប្រុសបង្កើតខ្លួនឯងកុំដើរខំមនុស្សស្រីឲ្យជាប់គុកកន្លែងផងហ្នឹងឲ្យគេតែបដៅឲ្យរដ្ឋាភិបាលគេប្រទេសមួយហ្នឹងកុំឲ្យប្រជាជនគេលេងល្បែងព្រោះចុះខ្លួនឯងបដៅកុំឲ្យមានក្មេងចំណើងបានទេឥឡូវប្រជាពលរដ្ឋកំពុងតែមានបញ្ហារឿងក្មេងចំណើងឥឡូវប្រជាពលរដ្ឋកំពុងតែមានបញ្ហាដោយសារតែកូនចៅរបស់គាត់ឈួតនឹងគ្រឿងញៀនដោយសារតែការរករបស់តកូលហ៊ុនមើលធ្វើចេះដោះស្រាយរកវិធីឲ្យពលរដ្ឋខ្មែរខ្លួនឯងផងទៅហើយកុំចេះតែបដៅគ្រឿងគេលេងល្បែងក៏ប៉ុន្តែសំខាន់អ្វីដែលសំខាន់គេស្ទើរអង្កេតឃើញទូទាំងពិភពលោកគេថាហ៊ុនសែនរបបហ៊ុនសែនហ្នឹងគឺជាអ្នកនៅពីក្រោយខ្នងក្នុងការការពារឲ្យមានប្រតិបត្តិការឆបោកអនឡាញរហូតទៅដល់បោកឲ្យទូទាំងពិភពលោករងគ្រោះទៅដល់ប្រជាពលរដ្ឋទូទាំងពិភពលោកទាំងអស់មិនថានៅប្រទេសណាទេក៏វាទៅបោកបានដែរហើយមកដល់សម័យនេះហើយភ្លឺអត់ដឹងថាគេតាក់ទងតំណងស្នេហាតាមប្រព័ន្ធអ៊ីនធឺណិតទេអីឲ្យចុះអា social media Facebook ហ្នឹងបើសិនជាភ្លឺអញ្ចឹងទេហេតុអីខំប្រឹងទៅជួលលុយឲ្យទិញអាក្រុមហ៊ុន Facebook ហ្នឹងឲ្យមានអ្នក like share ឲ្យលើសគេសិតតែអ្នកគ្រប់គ្រងមកពីឥណ្ឌាអាហ្នឹងមិនអនឡាញឲ្យចុះចំណាយលុយទៅទិញពួកអាលក់ក្បាលអនឡាញហ្នឹងណាអាលក់ក្បាលអនឡាញនៅអូហាយ៉ូអាលក់ក្បាលអនឡាញនៅអីគេអាមិនចំប្រុសចំស្រីអាស៊ីមជូនៅ Massachusetts ហើយនាងមួយលក់ក្បាលអនឡាញស្អុយផងហើមផងនោះអាហ្នឹងមិនហ៊ុនសែនចំណាយលុយទៅលើអារឿងអាពួកអនឡាញអស់ហ្នឹងហើយរឿងអីហ៊ុនសែនមកធ្វើឯងឆ្ងល់ភ្លឺអត់ដឹងថាឥឡូវហ្នឹងមនុស្សដូចជុំពិភពលោកនឹងគេតាក់ទងគ្នាតាមប្រព័ន្ធអនឡាញទៅរួចដែរគេធ្វើទៅរួចដែរបងវិសាខ្ញុំនិយាយអាតាហ្នឹងឲ្យតែចេញមកនិយាយក៏ដឹងតែត្រូវរបស់យើងណាយើងមិនដឹងគេបាញ់ណាតែវានិយាយដាក់ក្រុមការងារយើងថាពូមិនចេះគូពូចេះគូវិញឆ្នាំ98គឺកូនកន្លោះគឺពូនេះទេអាគេនិយាយអនឡាញចឹងចេះខ្វះគេអត់អត់ទៀបចុយបងប្អូនស្ដាប់សម្ដីមេដឹកនាំខ្មែរបងប្អូនបាទខ្ញុំលេខខ្វល់ឥឡូវលេខខ្វល់ហ៊ុនសែនអាយុប៉ុន្មានបងប្អូនខ្ញុំមើលអ្នកក្រៅពីមេដឹកនាំក្រៅពីហ៊ុនសែនខ្ញុំអត់និយាយទេបងប្អូនតាដូអីខ្ញុំមិននិយាយព្រោះគាត់កប៉ិកកប៉ុកទេបាទហ៊ុនសែនមួយគឺនិយាយសម្ដីមកគ្មានទឹកចង់អីចឹងចេះនិយាយចឹងកើតដែរបងចាំត្រូវបងវិសាយឯងលើកលែងឲ្យតាដូគឺជាការសំត្រូវព្រោះអីតាដូតាហ្នឹងគាត់ឈួតជាក៏ពិតមែនក៏តែគាត់មិនដែរប្រមាណអ្នកណាដែលមានអាយុលើគាត់ទេណាតាហ្នឹងណានិយាយតាមត្រង់ភាសាសម្ដីរបស់តាហ្នឹងគាត់ចេញមករៀងលេមែនប៉ុន្តែគាត់មិនដែរចេះចលើសបើចេញមកចលើសបើឆ្លើយលើហ៊ុនសែននេះបើហ៊ុនសែនឆ្លើយបងចំណាក៏វត្តអាទាំងអស់ដែរបាទសូម្បីលោកតាហុងវ៉ាន់លោកតាកុងវ៉ាន់លោកតាហូវ៉ាន់បាទក៏ហ៊ុនសែនលើកលែងឲ្យដែរអញ្ចឹងហ្នឹងហើយខ្ញុំមិនមែនជំរុញទេបងផ្សែងថាដាក់មិនដាក់ដូចបាទខ្ញុំអត់អីទេក្រុមគឺគេថាតែ I don't know that is that dumb NASA មកពី YouTube ក៏ថាអានេះចេះឆ្លោយដូចមេអាពោតរបស់វាដែរដល់ក្នុងរបបមេដឹកនាំ3ឆ្នាំអត់ដឹងមានការកម្មសម្លាប់រាជខ្មែរម្នាក់ផងនិយាយពួកអាចោប្លន់មន់បងវិសាអានខមមិនខាង YouTube ដានីខ្ញុំមើលអត់ច្បាស់ដានីណាឃើញអត់មានគាត់ទុំខមមិនក្រោមគេតមកครับខ្ញុំណារ៉ាណាសាមែនទេនៅលើហ្នឹងដានីបើមើលឃើញអត់ឃើញអូខេគាត់មកពី YouTube
đang ở thấy miền Nam ok mới nhưng anh nhưng đang bạn phần này mà đấy ba cái đàn đi kêu ba ấy mình xua luôn này áo sen và ấy mình ơi châu thơ mấy cô nó châu bán sau tại ti bạc xa ấy cô à mẹ cloud ở cơ chôn cho bọc online hỏi à các bạn ấy chạy xua chẳng tất cả đây tôi bảo bố đây khi mà đang giờ đây rừng cặp lại rừng ngày trên bảo vốn cái hot sign là dễ chắc mà bảo vốn là thôi khi ông nó cầm tụt tụt là scan này giúp play là sắp chê hot sign nào không vì đã mà vốn cái là chê mới chắc là giúp play nhưng mà mát chắc bảo vốn bạn ấy phải trộm bán không mới sầm đây chắc mà chê vì chê dễ chẳng từ ruồi vì chê dễ tập play cho cá bảo vốn nữa non chiên hà sập nằm ấy mình đang là bộ chuyện của châu tàn nát luôn đấy bao chấm ho thì châu pin bằng phong nó cha mẹ cả sớm mai covid đập bằng bốn thì ta tỏ sang đấy tỏ biên sang sớm môi công thế bạn là robot lò ngọt bỏ rọp bòn nè hỏi chặt này chưa tự đã xây chặt lặng sai cái nó xây thì cho cái chặt lặng tại sao chặt ta lên tại vào một tài chặt tapi chặt ta lên sao nó mà vốn việc bóp mà tiền cái chôn nào ta có prasai người chắp vô ta đã chậm rãi cái vô lùi điện cái là bách bôi không chưa chứ mà vốn hay là bây giờ mai cho bóp online như vậy chứ việc ba ở vậy chôn họ chân trâu mà pin là nó ro khai chôn họ chưa chôn họ chân họ straight mà tên bảo má đó bộ chân chạy trâu pin nó về gì là bộ chân trâu là bong bị sai bong xương phạm đây là ấy mình vậy giờ nó các thứ được gói của bà ấy cùng gì chặt lấy sải nó mới đã chặt ta mà bạn xạ đấy Campuchia tại Campuchia có phong rơi vào ra hai nằng tơ rơi vào ra hai thứ hai này mưa rồi bạn Campuchia lọt từ cái bảo mát thay chia bát tê để miễn sản nghiệp hoạt cho tại Campuchia ban khai từ chia bát tê để miễn sản được bình định tôi nhập cột ngọc co chiêm ngọc là người đây không sai một bong can của mình bay lì mình bay lì anh em coi stop mày mà đang chơi việc thôi chẳng là thế bà hốt sen gì chút chẳng mình thôi thế cái coi chăm thế đáy cái thế đáy pra ở nhà ôi bà bố là đi video này chạm toàn mà bẹt cái đà không bố là việc stop tới với cặp này quốc vì gì mà quốc phần đây anh ấy là cái hai miếng mà bố chầm máu là dừng đó là cặp tập cái vô thiên tí mà bố nó dừng trong kia xây tới cái tập cái vô thiên mà bố And you have to wait oh, what's right now? You use your finger to eat your food. yes xôm bao đó bong ôn xa con miên lần chui sập sai con miên từ ly hoặc ban từ lung từ ly bao đó bong ôn xa con miên lần chui sập sai con miên từ ly hoặc ban từ lung từ ly đó chỉ từ vật tu chân từ tê bàn chuông bị chặt bạc cắt cái du thiên đi rồi tiền xôm khai nó quân của vật tự nhiên hải non hồng lốp nhà sa phò miên hiện ong là mình cho muôn sản xuất phò miên ở bên đi hiện xôm khai nơi bị sao còn bây giờ phò miên hai chục sai tháng và cắt cái du thi lần bây ca bị chết nhiệt phun lần bây giờ cái ngọc nỉa cắt cái du thi chỉ ta đây cách chỉ cần du nó đông đông nó bọc dụng chuẩn các cái du thi chỉ một than cư nơi tổ thúc cỏ sang công năng bị sai ca bị chết các cái du thi chia ca bị quát cái sang tia nên mình đốc mà đây này hạt chết nó bọc dụng chuẩn ok như chọn phần năng nhận từ này năng những xua chẳng
ở đây dương xu mà đâu ta vô trong mấy đấy cái tập cái cho thiên nó chỉ cả là đây chỉ cái tự vô đó trong đồng sản dụng chôn đấy là trong bài chạy bóng để cầm chia sọc ngày để cầm chia tận nòm là của tự ổn sọc ngày ta chỉ cái tự vô đó đồng đó rứa cái con ta chia cả bọc rạc chia pro nằm bay cả biển này để dương trong chia lại năng bảo vốn rồi mình nào xem mơ tạm YouTube ok đó cái họ không bong châu tạm YouTube của bạn nơi tạm định bạn dương xui chạy bằng vốn á bật tay kia dương dây xả ròm đây tay đặt xem luôn đâu rồi giờ mình dịp tay cái rồi giờ mình đăng cái tự chủ con to cầm ra con to tới cái đó cái tự chủ của mình cái cu dương sọc bài giảng dương viên ca cờ rốc ca sủng lái bị chỉ chung sọc bài giảng rồi bây giờ dương thôi đầm na tam lâu tam ấy cái khơi nhà ai sẵn than còn nó đã từ cái đó tập lại ở cái tập cái chữ thi cái ban chỉ cái tự chủ đó đồng mình bàn tay dương xua đã không có thể cảm chế này lợn na pe na cái đó hay ấy ở đây miền là rừng lợn cái tự chủ đó cái tập cái gì ta cái tập cái chữ thi nó viết ban lơ tại bộ côn là miền học nái đấy châu lợn bẹt cái bay liềm đó là ban trò cạp là tập cái côn để hiện mở bảo đó nó xong này tụ bay đâu luôn này chụp mê to nên là cái đó châu thể hiện liềm cứ chặt tập cái côn thể hiện đôi cái này là hốt đầu cái thua ca miền Nam đây miền ấy tới bằng cái là một xã tạm côn sầm bát bỏ dương ta có thể Campuchia nó đăng nom đại từ câu hốt nó ta tập cái nhiều thi chỉ ở trong mặt đòn đấy tới dương scream cho môi thay nên chẳng khơi nhà vô thi là bỏ dương cầm pung ta tao dạ là hem là ham là khi là khác ở tầng miền Bắc chương bẹp hoặc ta nó chỉ cần vô đó trong đòn để là bỏ và cầm phong pin năng gì đấy bằng vốn và ở đây xem mơ đó khơi đặc biệt ở đòn lại ná đấy mà vốn cứ chỉ cả bóc rạc chỉ pro đấy bạn ok ca proi barom ta tha ca ăn vót cho bạn này đừng thua lang đòi smart lấy thiếp thua lang đòi smart thiếp kia trong cuộc dùng trong group groupแต่cô là miền làm nái nên cô bị chỉ bảo sắm mạnh này là tệ rứa có ai chỉ ẩm bơ bốc lôi đầm bay kịch vậy và dùng trong đó bằng bay đó một phép làm năm chỉ vây để trâu riêng sốt rứa chỉ cầm lang polacam rốt chấm nô trong pro xá ca tầm rau ở từ bằng pin cái tập cái dự thi một phép bốn khé ai thua ai pro xá cây cro bắt bằng chợt bạc chấm nô mà tệ khá vô thà ca bằng không ai bác bò đó xếp chưa rơ lâu chỉ vượt bọn dự chốn chia sẻ dự chốn đã mình biết chấm nô chất nó chạm tiệm nó bị sai vô thì bà năng bằng vốn á giờ chọn dễ bị bệnh hà này cho bà cái tập cái vô thiên này bằng vốn á giúp thơ bẩm ra con tôm nhé mình để chi chôn mai thằng có giúp chôn thằng có chui chết thằng có cái này để làm mình cầm đất gì cái này dương mình 300 đã chẳng vì ông này sẽ tập hiếp á hai là ca ăn là vót cho bác nó có thể làm chia nó bằng vốn đã sao chia sách tên miền screenទៀតá dương sman là cô là miền làm nái nó kịp chung là sman là phun bốc ấy chung là cô này cro nó bạc hai đi pi bay rồi là nó mà vốn hai cái tập cái dự thi này ta bọc Phnom Penh nên biết sman là phiên châm còn thua ca tập để dùng đọc bằng bay đồng một phay buồn dùng đọc bằng bay đồng phay pram năm này chia vây để con cầm pong rô bạc chừng đô sả rô xá lớn bớt sắt con ta bảo con to tấu ta miền bạc chừng đô ở con cầm pong là bay chừng rô xá này anh đang ở bay đại chia đại xua bạn ta ấy bọn nhầm khơi comment chiên cóng có ra cái tập vào cái chỗ thiên mai với xây bà rõ ham ở bà vì ham thì hiền khmái mình ở tu học chỉ mũi xiêm họ nâng nuôi này là ó là bọn bị sạch việc không trắng và cách vô rồi cái tập vào cái chỗ thiên xây bà thì hiền miền là bọn đáy ham mà nói bánh chỉ mũi xiêm nanh miếng mình bánh tùm lẹ vô họ xiêm họ nâng bà ở kia họ trôi cái lẹ gọt làm chất này bây giờ cái tập vào cái chỗ thiên thì thấy bà hai tôi mới thể hiện đại về dứt từ tam prom đài con bốn khơi nhé
ស្បែកជើងផ្ទាត់កភ្លើងកញ្ចាស់បាញ់3គ្រាប់អាមេមួយអត់មានអាវពាក់ណាដល់ទៅពេលយើងរិះគន់យើងចង់ឲ្យពួកគាត់មានសម្ភារៈការពារជីវិតគាត់គ្រប់គ្រាន់វាឆ្លើយថាមួកដៃស្អីជាពីកស៊ូក៏បាញ់ភ្នែកខ្វាក់ដែរវានិយាយមកបំភ្លឺភ្លើអញ្ចឹងឲ្យគ្នាទៅចង់អ្នកណាគេទៅចង់ស្ម័គ្រចិត្តធ្វើកាតព្វកិច្ចយោធាចូលបម្រើទាហានបងបើវាប្រើភាសាថោកទាបបែបហ្នឹងទាំងគេទាំងខ្ញុំក៏នៅលើសួរសម្ដីអាមេដឹកនាំនិយាយបែបហ្នឹងខ្ញុំអស់ទឹកចិត្តប្រយុទ្ធបាត់ហើយបងវាអត់ចង់រកអាវក្រោះអត់ចង់រកឲ្យយើងទេវាឆ្លើយថាអាចពីកស៊ូក៏បាញ់បែកភ្នែកដែរឥឡូវមកចង់រើសកាតព្វកិច្ចយោធាអីហ៎មិនក៏មិនបញ្ជូនកូនចៅទៅមុនទៅនិយាយតាមត្រង់ខ្ញុំចង់ឃើញពួកវាបញ្ជូនកូនចៅវាទៅមុននៅអាមេរិកបងមិនស្អាតប្រធាននេះទៅប្រទេសអាមេរិកសឹងតែ80% បងដែលចូលបម្រើយោធាចូលបម្រើទាហានបាទកាតព្វកិច្ចយោធាណាប្រធាននេះទៅប្រទេសគេប៉ុន្តែសួរថាតើយើងដែលឃើញតកូលហ៊ុនឲ្យកូនវាទៅធ្វើកាតព្វកិច្ចយោធាទេអាហ្នឹងហើយបើសិនជាធ្វើកាតព្វកិច្ចយោធាពេលដែលបាញ់គ្នាជាមួយសៀមដែលឃើញហ៊ុនសែនបញ្ជូនកូនហ៊ុនសែនទៅព្រំដែនជួមុខចៅហ៊ុនសែនហ្នឹងហ៊ានបញ្ជូនចៅអស់ហ្នឹងទៅព្រំដែនជួមុខប្រយុទ្ធជាមួយនឹងទាហានខ្មែរយើងបាទមួយទៀតវ័យ18ឆ្នាំជាវ័យដែលស្ថិតនៅក្នុងការសិក្សានៅអាមេរិកបងវិសាយយើងចូលកាតព្វកិច្ចយោធាយើងចូលបម្រើយោធាគឺរដ្ឋាភិបាលគេផ្ដល់អត្ថប្រយោជន៍នៅក្នុងការរៀនសូត្របងវិសាយគឺគេមានកន្លែងអនុញ្ញាតឲ្យយើងរៀនបន្តរហូតយើងធ្វើទាហានបណ្ដើយើងរៀនយើងនៅតែរៀនជំនាញដែលយើងចូលចិត្តនឹងបានទៀតបើហើយបើមិនអញ្ចឹងទេយើងអាចទៅរៀនចំណេះជំនាញនៅក្នុងសាលាយោធាហ្នឹងដោយអត់គិតថ្លៃហើយចេញមកយើងមានគេហៅបច្ចេកទេសផ្នែកវិស្វកម្មយោធាអីហ្នឹងគឺយើងរៀនចេញពីហ្នឹងយើងមានចំណេះវិជ្ជាតែម្ដងពេលដែលយើងចូលបម្រើទាហានយោធាសួរថាតើហ៊ុនម៉ាណែតវារៀបចំមានប្រព័ន្ធអញ្ចឹងនេះដែលចង់ចាប់កូនខ្មែរឲ្យធ្វើទាហានហ្នឹងបាទបងវិសាដឹងទេចូលទាហាននៅអាមេរិកហ្នឹងខុសគ្នាយ៉ាងម៉េចបងបាទវាត្រូវតែវាតើវាមានលុយទៅបាត់ប្រាក់ខែគ្នាទេយើងចូលសហគមន៍តបទៅទាហានហ្នឹងត្រូវប្រាក់ខែពេញមិនចឹងគ្នាចាំគ្រួសារមិនគេអាយុប៉ុណ្ណឹងគ្នាកំពុងតែរៀនសូត្រហើយនឹងវ័យធ្វើការដើម្បីចាំគ្រួសារហើយបើយកគ្នាទៅកាតព្វកិច្ចយោធាអត់មានប្រាក់ខែឲ្យគ្នារស់យ៉ាងម៉េចក៏ក្រុមគ្រួសារគ្នារស់យ៉ាងម៉េចដែរឥឡូវយើងនិយាយពីអាមេរិកក៏មានកាតព្វកិច្ចយោធាបងប្អូនជាការស្ម័គ្រចិត្តយើងចូលបម្រើកងទ័ពជាការស្ម័គ្រចិត្តរបស់យើងទេហើយជាការស្ម័គ្រចិត្តរបស់យើងមែនប៉ុន្តែគេបណ្ដោះបណ្ដាលយើងគេកាតព្វកិច្ចមើលថែទាំក្រុមគ្រួសារយើងទាំងអស់ដល់ពេលដែលកំឡុងយើងហាត់នឹងបងប្អូនទៅយើងហាត់ទាហានប្រហែល6ខែហ្នឹងគឺប្រាក់ខែយើងពេញទាំងអស់យើងប្រាក់ខែហ្នឹងចាំគ្រួសារបានរស់ចាំគ្រួសាររស់ហើយចេញមកបើក្មេងអាយុ18ឆ្នាំហាត់ទាហាន16ខែហើយយើងចូលមកបម្រើក្នុងជួរខាងយើងចូលប្រទីតាមតំបន់តាមខេត្តរៀងខ្លួនយើងមានសិទ្ធិរៀនទៀតបងប្អូនទៅរៀនសាលាសាកលវិទ្យាល័យឬក៏ University ដោយមិនបាច់បង់លុយទេតាម credit របស់យើងតាមនេះរបស់យើងហើយរៀនចប់អត់មានការងារធ្វើធំៗអាហ្នឹងកាតព្វកិច្ចយោធារបស់គេតែបើទាហាននៅសហរដ្ឋអាមេរិកហ្នឹងវាមាន2ធនមួយគេហៅថា active duty ហើយនឹងreserve បងប្អូន reserve ហ្នឹងគេថាទាហានបំរុងយើងមួយខែយើងទៅហាត់តែ2ដងនេះក្នុងសៅរ៍អាទិត្យបាទបន្ទាប់ពីហ្នឹងមកយើងទៅរៀនយើងក៏យើងធ្វើការជាជនធម្មតាប៉ុន្តែគេត្រូវការគេក៏ហៅយើងត្រូវទៅហើយទាហានអាactiveហ្នឹងគឺទាហានប្រចាំការហ្មងអាហ្នឹងនៅក្នុងប្រទេសប្រចាំការបណ្ដោយគេមានការបញ្ជូនតាណាគេទៅដល់ទាហានខុសគ្នាកន្លែងហ្នឹងបងប្អូនមានពីផ្នែកចឹងហើយដោយខ្ញុំមិននិយាយណាតែកូនខ្ញុំនឹង2នាក់ប្រុសទាំងពីរទៅរៀនយកចូលបម្រើកងទ័ពដូចគ្នាឥឡូវចប់ college មួយកូនខ្ញុំមួយ electrical engineering ធ្វើការ start រៀនមួយឆ្នាំ$10,000ហ្នឹងហើយថាបងអូនទី2នេះធ្វើ police state trooper មួយឆ្នាំ$9,000 អូខេអាហ្នឹងគឺការងារសិវិលហ្នឹងគេជួយប្រជាពលរដ្ឋគេអាហ្នឹងថ្ងៃណាវាខឹងឲ្យវា pull ឲ្យវា over ឲ្យ ticket ឲ្យវាចាំបងវិសា
electrical engineering គឺទៅរៀននៅសាលាយោធា អត់ទេយើងទៅ university យើងធម្មតាហ្នឹង ហើយទៅរៀនអត់ តាមតំបន់តាមផ្ទះយើងតាមរដ្ឋយើងរស់នៅ ហើយអត់អស់លុយទេ អត់អស់លុយទេគឺ ហើយបងវិសាយអាហ្នឹងរៀនបើយើងអត់ចូលទៅរៀនរៀនបងលុយខ្លួនឯងមួយឆ្នាំប្រហែលតែ60000ណា តាម course តាមមុខវិជ្ជាហ្នឹងឯង បាទអាហ្នឹងឲ្យគ្រូសាតែកូនហ៊ុនមើលទៅអាហ្នឹងនិយាយពីកាតព្វកិច្ចយោធានៅអាមេរិកចង់និយាយថាទៅហ៊ានអាមេរិក ហើយមកទៀតបងប្អូនរៀនមិនត្រឹមតែរៀនគេចេញលុយឲ្យទេគេចំណាយហូបចុកអីធ្វើដំណើរធ្វើអីប្រាក់ខែគេបើកទៀតបើកយើងទៀតបងប្អូនខ្ញុំមិនចាំថាកូនខ្ញុំសប្តាហ៍នេះចូលរៀនក៏យ៉ាងថាគេបើកប្រាក់ខែឲ្យខ្ញុំទៅរៀនខ្ញុំនៅ carry load មកជីវិតរបស់ខ្ញុំខ្ញុំចង់ចូលរៀនថ្ងៃណាខ្ញុំធ្លាប់រៀនបានមួយអាទិត្យដែលគេបើកប្រាក់ខែឲ្យខ្ញុំវារៀនអត់ចូលបងប្អូនកុំនិយាយបងកុំនិយាយគេឥឡូវនិយាយមួយទៀតបងវិសាយផ្លេចមួយទៀតយ៉ាងដឹងមិនទេទៅហ៊ានអាមេរិកទេបើសិនជាយើងចប់ទៅហ៊ានហើយយើងចង់ទៅរកការងារធ្វើក៏តែគេឃើញ background យើងធ្លាប់ចូលទៅហ៊ានណាគេរើសយើងមុនគេណាបើសិនជាមានបេក្ខជន 4-5 នាក់ដាក់ពាក្យមានសញ្ញាបត្រដូចគ្នាកម្រិតនៃការចេះដឹងដូចគ្នាយើងគាត់តែគេឃើញយើងមានប្រវត្តិធ្វើទៅហ៊ានណាគេរើសយើងមុនគេអាហ្នឹងយើងចង់ប្រាប់បងប្អូនឲ្យដឹងអំពីអត្ថប្រយោជន៍ទៅហ៊ាននៅអាមេរិកមានន័យថាយើងយកជីវិតយើងទៅការពារជាតិគេគោរពគេផ្ដល់តម្លៃឲ្យយើងណាវាមិនដូចរបបតកូលហ៊ុនមិនផ្ដល់តម្លៃដល់យុទ្ធជីវិតកងទ័ពទេបាទតកូលហ៊ុនហ្នឹងកងទ័ពទៅច្បាំងសមរភូមិមុខមកផ្ទះវិញគេរឹបយកដីបាត់យេគេរឹបយកដីផ្ទះបាត់បងប្អូនហើយយើងមួយទៀតខ្ញុំឆ្លងបន្ថែមទៅដល់ទៅដូច comment បងប្អូនយើងកតាប់គេយោធារើសកងទ័ពស្អីបើយើងអត់ច្បាំងផងហ្នឹងយើងអត់មានឲ្យថៃពាត់យកដីហើយយើងឲ្យវាឲ្យទាហានយើងបន្តដៃផងណាហើយយើងបង្កើតកតាប់គេយោធាដែរបងប្អូនអានេះបោកប្រាស់ស្មោះមកខ្ញុំមិនជឿទេបងប្អូនជាល្បិចកលនយោបាយរបស់វាធ្វើដើម្បីឲ្យប្រជាជនមើលឃើញថាអូវាគិតគូរផលប្រយោជន៍គិតគូរជាតិណាបងប្អូនកុំជឿសោះបាទកុំជឿសោះរឿងហ្នឹងបាទហើយបើរឿងកតាប់កិច្ចយោធាហ្នឹងបងប្អូនចាំមើលពុកឲ្យលួយពេញហ្នឹងហើយស្រុកខ្មែរបើពួកអាកូនអ្នកមានវាមិនឲ្យកូនទៅធ្វើទាហានវេទនាទេពីព្រោះវាខ្លាចងាប់ពេលសង្គ្រាមចេះវាមិនបញ្ជូនកូនវាទៅរៀនទេវាសោកលុយរួចខ្លួនពេញហ្នឹងឯងបងប្អូនបាទពុកសុភ័ក្រតកូលហ៊ុនមិនបានមួយចំណិតប្រធានាធិបតីប្រទេសអ៊ុយក្រែនមកទៅប្រៀបធៀបប្រទេសអ៊ុយក្រែនវិញខ្ញុំតសើZelensky ហ្នឹងប្រធានាធិបតីអ៊ុយក្រែនហ្នឹងគេសុកចិត្តមិនលុតជង្គង់គេមិនចរចាជាមួយរុស្ស៊ីកាត់ទឹកដីឲ្យឈរណាឈរហ្នឹងគេសុកចិត្តវាយទៅដើមទឹកដីដែលរុស្ស៊ីកាត់តាមហ្នឹងឥឡូវ3ឆ្នាំហ្នឹងរុស្ស៊ីចង់វេទនារបស់អ៊ុយក្រែនណាបងប្អូននៅយូក្រែនឥឡូវធ្វើសង្គ្រាមរហូតតាំងពីអត់មានជំនាញទៅខ្លាយជាជំនាញសង្គ្រាមទំនើបយូក្រែនអាចបង្កើតដ្រូនខ្លួនឯងវាយរុស្ស៊ីឡើងឲ្យចង់បាក់ជើងហើយគេគោរពឆន្ទៈប្រជាពលរដ្ឋគេមិនសញ្ញេឲ្យឈរជើងនៅតាណានៅតាហ្នឹងឲ្យរុស្ស៊ីយកដីទេគេអត់មានសញ្ញេគេមិនទៅសញ្ញេភ្លើអញ្ចឹងទេគេភ្លើដល់តកូលហ៊ុនហ្នឹងទេអួតឲ្យសន្តិភាពឥឡូវមកអួតសន្តិភាពទេបងប្អូននិយាយស្អីអូសង្គ្រាមស្រុកខ្មែរមានសង្គ្រាមរហូតដល់សន្តិភាពពេញលេញសន្តិភាពពេញលេញហើយនៅពេលការក្រមការដឹកនាំរបស់តកូលហ្នឹងឃើញតែកាប់សម្លាប់ឃើញតែចាប់ជាប្រត់ដាក់គុកប្លន់ដីដេញគាត់ពីផ្ទះសំបែកដេញគាត់ពីដីជ្រឹបអូសយកដីអាហ្នឹងសន្តិភាពនិយាយរឿងមួយទៀតបងបិសាចទាហានខ្មែរ8-10នាក់ដែលសៀមចាប់យកទៅគឺតកូលហ៊ុនព្យាយាមបិទព័ត៌មានហ្នឹងប៉ុន្តែដោយសារតែព័ត៌មានហ្នឹងទៅបានផ្សព្វផ្សាយនៅលើបណ្ដាញអ៊ីនធឺណិតនៅលើបណ្ដាញសង្គម Facebook មុននេះក្រុមអ្នកប្រឆាំងយើងយកមកផ្សព្វផ្សាយទូលំទូលាយពេកទៅវាទប់ស្កាត់បានណាបងទើបវាទទួលស្គាល់ហើយនៅពេលដែលវាទទួលស្គាល់ហើយវាចេញប្រកាសថាវាចាត់ទុកថា8-10នាក់ហ្នឹងស្លាប់អត់ហើយតាជាអាមេរិកម្នាក់ដែលធ្លាក់យន្តហោះនៅអ៊ីរ៉ង់បងវិសាចដឹងអាមេរិកគេចំណាយលុយប្រមាណលានដើម្បីទៅរំដោះទាហានអាមេរិកម្នាក់ហ្នឹងគេសុកចិត្តចំណាយយន្តហោះចោលប្រមាណគ្រឿងអីបូកសរុបជាថវិកាប្រមាណ40-50 លានដុល្លារនោះដើម្បីរំដោះជីវិតទាហានគេម្នាក់តែម្នាក់ណាហើយហ៊ុនសែនវិញបងវិសាច8-10នាក់ដំបងវាបិទព័ត៌មាននឹងថាមានចាប់ទេអត់មានចាប់ទេបើព័ត៌មាននឹងបិទចិត្តជើងអត់មានចាប់មែនណាបងវិសាច8-10នាក់ហ្នឹងត្រូវថៃយកទៅសម្លាប់ចោលថៃយកធ្វើអីក៏បានដែរ
ប៉ុន្តែដល់ដល់ទៅពេលបណ្ដាញសង្គម Facebook ផ្សព្វផ្សាយច្រើនពេកទៅវាបិទមិនបានរួមជាមួយនឹងមេតបអីរាយការណ៍ផងហើយថែមទាំងមានការបង្ហាញរូបថតពីខាងសៀមមកទៀតណាបងវាលាក់អត់បានណាបានជាវាទទួលស្គាល់បន្ទាប់ពីវាទទួលស្គាល់ហើយហ៊ុនសែនចេញមកប្រកាសថា8-10នាក់ចាត់ទុកថាស្លាប់បាត់ហើយឃើញទេបងប្អូនណាឃើញទេតើតកូលហ៊ុនគេឲ្យតម្លៃជីវិតកងទ័ពខ្មែរយើងបានកញ្ចក់ជើងទាហានអាមេរិកម្នាក់នេះព្រឹកទាហានអាមេរិកថ្មីបងប្អូនតាមដានព័ត៌មានរឿងអាមេរិកសោះខ្មែរយើងតាមដានឡើងចង់ផ្ទុះ Facebook ហើយរឿងទាហានអាមេរិកម្នាក់ដែលធ្លាក់យន្តហោះនៅអារ៉ង់ហ្នឹងបងប្អូនដឹងហើយដែលខ្ញុំនិយាយហ្នឹងបងបាទចឹងឯងរបបតកូលហ៊ុនឥឡូវគេពិភាក្សាពីរឿងអាមេរិកថាអាមេរិកឥឡូវដូចជាតលច្រកដូចជាអង្គអត្តពលណាធ្វើអីរងមិនបានយកតែដីដែលសៀមពតយកមកឲ្យខ្មែរវិញមកកុំខ្វល់រឿងអាមេរិកតច្រកពេកអាគេបាញ់អើយកុំខ្វល់អាមេរិកគេអត់មានតែរកថាទៅកាន់កាប់ទឹកដីអាមេរិកបានទេមកបងកុំខ្វល់រឿងគេគឺតែខ្លួនឯងឥឡូវនេះមួយទៀតដល់លេព័ត៌មានថ្មីអាពូទីនគេថាអដិសេធហើយគឺថាក្នុងប្រទេសថៃអត់មានផែនទីຂະຫນາດ1លើ200,000ចំនួនបារាំងទេគេថានឹងជារឿងពុះសម័យហើយបាទក្នុងថៃគេមានតែຂະຫນາດ1ទៅ50,000ទេហើយវាដឹកនាំប្រទេស50ឆ្នាំមកវាអត់គិតគូរពីរឿងផែនទីវាអត់គិតគូរពីរឿងទឹកដីឆ្ងល់មែនទេណារឿងវាដឹកនាំពុកអលួយម៉ែឪពុកអលួយវាគិតតែអួតតែខ្លួនវាហ្នឹងអួតតែបាក់ពួកវាហ្នឹងប្រទេសគេដឹកនាំប្រទេសបងប្អូនណាជាមួយប្រទេសជិតខាងដែលរំលោភទឹកដីយើងជាញឹកញាប់អញ្ចឹងណាឥឡូវយើងថាផែនទីបារាំងសៀមຂະຫນາດ1 200,000ចំនួនបារាំងហ្នឹងគឺថាវាពុះសម័យមែនយើងបន្លែងវាធ្វើឲ្យតនសម័យຂະຫນາດ150,000ដូចគេដែរប៉ុន្តែយើងត្រូវដែរឲ្យអន្តរជាតិទទួលស្គាល់យើងត្រូវតែសិក្សាទៅហ្នឹងហៅទាំងពីរហ្នឹងទាំងថៃទាំងកម្ពុជាសិក្សាជាមួយគ្នាយើងបែងចែកទឹកដីទាំងអស់ហ្នឹងឲ្យត្រឹមត្រូវតាមផែនទីຂະຫນາດ1លើ200,000ហ្នឹងឲ្យអន្តរជាតិជឿស្គាល់ហើយយើងដូរទៅប្រើផែនទី1លើ50,000ដូចនេះមកវាមិនបាច់ឆ្លោះរឿងសំខាន់ប៉ុន្តែវាអត់គិតគូរវាដឹងថាសម័យទំនើបគេຂະຫນາດ1 2លើ100,000ហ្នឹងវាពិបាកមែនពីព្រោះតែដីវាប្រែប្រួលទឹកដីវាប្រែប្រួលបងប្អូនបាទចឹងហើយបាទស៊ីគេថាចុះបើកម្ពុជាមិនទទួលស្គាល់ຂະຫນາດ1លើ50,000ហេតុអីទៅបោះព្រំដែនជាមួយយួនយកຂະຫນາด1លើ50,000អត់ដឹងហើយបងប្អូនតែហើយហ៊ុនសែនមានពាក្យអីទៅឆ្លើយមួយដល់ពេលអញ្ចឹងហើយហ៊ុនសែនមានពាក្យឆ្លើយមួយគេហើយវាត្រូវតែទទួលស្គាល់ទទួលយកអ្វីដែលថៃដាក់កំណត់ឲ្យនេះហើយអាຂະຫນາດផែនទី1 200,000ហើយនៅຂະຫນາដផែនទី1ដល់50,000សប្តាហ៍ហ្នឹងបងប្អូនប្រព័ន្ធ GPS ទំនើបហ្នឹងដល់ពេលយកមកដាក់ទៅទម្លាក់ផែនព្រំដែននោះវាអត់ត្រូវគ្នាទេបងប្អូនតើមានបច្ចេកទេសទំនើបរបស់ទំនើបរបស់គេបានដាក់ទៅគេវាត្រូវគ្នាវិស័យគ្នាបាទអាហ្នឹងតពឹងដល់ប្រទេសដែលមានគេហៅថាវិជាទំនើបប្រព័ន្ធទំនើបហ្នឹងបានគេធ្វើបានហើយបើប្រទេសយើងក្រយើងទាំងមិនដឹងថាហ៊ុនសែននឹងមានអាហ្នឹងឬអត់ផងមានអា GPS នឹងកំណត់ព្រំដែនទឹកដីដើមណាផងយើងមិនដឹងផងបាទសេសប៉រ៉ាមើលលោកតាលេជួយគិតលុយចំណាយសម្រាប់កាតព្វកិច្ចយុទ្ធនាឲ្យយុវជន19លានចាស់បណ្ដាចំណាយលុយប្រមាណរៀលអត់ទេសេសផលប្រជាជនខ្មែរសរុបទាំងអស់វាមាន7-10លានអ្នកហើយមានយុវជន10លានពីដើមមកក្នុងចំណោម7-10លានហ្នឹងយុវជនខ្ញុំគិតថាប្រហែលជា3លានណាបងវិសាគិតថា3លានណាតែខ្ទង់ប៉ុណ្្នឹងហើយបាទអត់ដល់យុវជនសរុបយុវជនហ្នឹងយើងសំដៅទៅលើអាយុចាប់ពី18ដល់30អាហ្នឹងតាមនេះប៉ុន្តែសម្រាប់ខ្ញុំបងវិសាគអាយុតែ25ឡើងទៅហ្នឹងលេខជាយុវជនគេចាត់ប៉ុន្តែបើសិនជាក្នុងការរាប់ជាផ្លូវការរបស់គេនៅចាត់ទុកអញ្ចឹងហើយបងចន្លោះពី18ទៅមិន18បងចន្លោះពី16ទៅផងនេះអត់ទេ teenager យុវជនគេអត់ទេ teenager នៅភាសាអាមេរិកអត់គិតជាយុវជនទេ teenager គឺសំដៅទៅលើមនុស្សអាយុក្រោម20ឆ្នាំចន្លោះពី10ឆ្នាំទៅ20ឆ្នាំគេ teenager